លោកឯងធ្វើអីហ្នឹងកុំកម្រើកខ្ញុំកំពុងជួយអ្នកអាមនុស្សឈួតប្រឡែងខ្ញុំភ្លាមកុំកម្រើកបន្តិចទៀតរួចរាល់ហើយបន្តិចទៀតរួចរាល់ហើយពីបានបិទចេញអស់ហើយមិនបាច់អរគុណខ្ញុំទេអាមនុស្សហាស្រូវខ្ញុំសម្លាប់លោកឯងលោកស្រីធ្វើអីហ្នឹងខ្ញុំកំពុងជួយលោកស្រីតើនេះមិនមែនជួយទេលោកឯងបិទផ្លូវខ្ញុំបើជួយអ្នកលោកឯងអាចឲ្យឡានពេទ្យបានហេតុអីត្រូវប្រមាថបឺតលើពីនេះទៅទៀតនោះគឺជាកន្លែងរស័ព្ទបំផុតលោកឯងច្បាស់ជាមនុស្សអាស្រូវហើយជាវឈោតាមានរឿងអីលោកតាគាត់ធ្វើបាបខ្ញុំហាអាប្អូនប្រុសម្នាក់នេះហ៊ានធ្វើបាបចៅស្រីរបស់ខ្ញុំនៅកណ្ដាលថ្ងៃត្រង់ផងអីលោកឯងចង់ងាប់មែនទេវីអូចាំបន្តិចសិនលោកតាយកច្រឡំហើយខ្ញុំចុះពីភ្នំមកឃើញចៅស្រីរបស់លោកតាត្រូវពុះចឹកសន្លប់នៅនឹងដីខ្ញុំក៏ជួយបឺតពីចេញឲ្យខ្ញុំមិនបានធ្វើអីហួសហេតុនោះទេជាវឈោតាអ្វីដែលគាត់និយាយជាការពិតមែនទេគាត់ពិតជាបានជួយខ្ញុំមែនប៉ុន្តែគាត់ក៏បានបៀតបៀនខ្ញុំដែរដូច្នេះគាត់គឺជាមនុស្សអាស្រូវអូពិតជាសុំទោសផងចៅស្រីរបស់ខ្ញុំធំដឹងក្តីមកមិនដែលត្រូវបានបរិះណាប៉ះពាល់នោះទេរឿងការពីអំបញ្ញមិញពិតជាសុំអភ័យទោសផងលោកមេត្តាកុំប្រកាន់អីលោកតាហេតុអីលោកតាជួយនិយាយឲ្យជនចម្លែកអញ្ចឹងខ្ញុំជាចៅស្រីរបស់លោកតានៅមិនអីទេឲ្យតែលោកតាឈប់ចាត់ទុកខ្ញុំជាមនុស្សអាស្រូវទៅបានហើយលោកឯងគឺជាមនុស្សអាស្រូវបានហើយឈៀវខុសគេបានជួយអញហើយអញមិនអរគុណគេទេបែរជាមកជាគេទៅវិញពិតមែនតែម្ដងតោះត្រឡប់ទៅផ្ទះវិញលោកតាលោកតាកំពុងរកគ្រូទីម្នាក់នោះមែនទេគ្រូទីអីនោះគឺជាលោកគ្រូទេវតាបើមានគេនឹងមានបញ្ហាហើយចុះលោកតារកឃើញគាត់ហើយឬនៅឡើយទេនៅលើភ្នំនេះគ្មានមនុស្សម្នាក់ណាឡើយមិនអីទេចាំពីរបីថ្ងៃទៀតខ្ញុំនឹងមកមើលម្ដងទៀតក្រែងលោកគ្រូទេវតានៅទីនេះពីរបីថ្ងៃទៀតក៏មិនបាច់មកដែរតាលោកមានន័យថាម៉េចគ្រូរបស់ខ្ញុំបានចេញទៅដើរលេងបាត់ហើយប្រហែលជាមិនត្រឡប់មកវិញក្នុងពេលចាំនេះទេគ្រូរបស់លោកអូអញ្ចឹងលោកគឺជាសិស្សរបស់លោកគ្រូទេវតានឹងអីបាទមិនត្រឹមតែជាមនុស្សអាស្រូវទេថែមទាំងជាអ្នកបោកប្រាស់ទៀតដែរអ្នកអាចជឿខ្ញុំបានប៉ុន្តែកុំជាគ្រូរបស់ខ្ញុំអូជាវខោកុំឆ្លើយអញ្ចឹងអីខ្ញុំធ្លាប់ឮថាលោកគ្រូទេវតាមានសិស្សម្នាក់ដែលពូកែណាស់មិននឹកស្មានថាថ្ងៃនេះបានជួបមែនពិតជាក្មេងជំនាន់ក្រោយដែលមានសមត្ថភាពមែនក្មេងជំនាន់ក្រោយដែលមានសមត្ថភាពអីខ្ញុំមើលទៅគ្រាន់តែជាមនុស្សអាស្រូវម្នាក់ប៉ុណ្ណោះជាវឈោបិទមាត់ទៅសុំទោសផងលោកគ្រូទេវតាតូចកុំប្រកាន់ជាមួយចៅស្រីរបស់ខ្ញុំអីអូមែនហើយចុះហេតុអីបានជាលោកមិនទៅដើរលេងជាមួយគ្រូរបស់លោកផងគាត់មិនឲ្យខ្ញុំទៅជាមួយទេគាត់ឲ្យខ្ញុំចុះពីភ្នំមកដកពិសោធន៍ដោយខ្លួនឯងគ្រួសាររបស់ខ្ញុំកំពុងជួបបញ្ហាដើមឡើយខ្ញុំចង់មករកយន្តការពារឲ្យជាវខុសដើម្បីការពារសុវត្ថិភាពរបស់នាងប៉ុន្តែមិននឹកស្មានថារកយន្តមិនបានបែរជាមកជួបសិស្សរបស់លោកគ្រូទេវតាទៅវិញប្រសិនបើខ្ញុំអាចឲ្យគាត់នៅក្បែរជាវខុសបាននោះមិនបាច់មានយន្តការពារអីទៀតទេគាត់គឺជាយន្តការពារដ៏ល្អបំផុតហើយម្យ៉ាងទៀតបើមាននរណាហ៊ានមកធ្វើបាបគាត់លោកគ្រូទេវតាច្បាស់ជាមិននៅស្ងៀមឡើយគ្រូរបស់លោកមិនចង់បានលោកទេតើលោកមានអីល្អទៅជាវខុសឡើងឡានភ្លាមទៅលោកតាលោកគ្រូទេវតាតូចតើលោកមានគម្រោងអ្វីបន្តទៀតទេគ្មានគម្រោងអីទេលោកគ្រូទេវតាតូចប្រសិនបើលោកគ្មានកន្លែងទៅទេហេតុអីមិនទៅជាមួយខ្ញុំដើម្បីការពារសុវត្ថិភាពរបស់ជាវឈោទៅការពារនាងអីមិនយកទេលោកទៅរកអ្នកផ្សេងដែលពូកែជាងខ្ញុំទៅខ្ញុំសុំលាហើយ1 លានក្នុង1 ខែ1 លានក្នុង1 ខែក៏មិនអាក្រក់ដែរឥឡូវនេះខ្ញុំគ្មានលុយចុកខ្លួនសំបីតែ1 សេនបើមិនរកលុយទេខ្ញុំច្បាស់ជាខ្លាចជាអ្នកសុំទានជាមិនខានបើតាមមើលទៅគ្រួសារនេះក៏មិនអាក្រក់ដែរ1 លានក្នុង1 ខែលោកតាព្រមព្រៀងគ្នាខ្ញុំនឹងនៅជាមួយអ្នក1 ខែបន្ទាប់ពី1 ខែមកខ្ញុំនឹងយកលុយហើយចាក់ចេញគ្មានបញ្ហាទេឲ្យតែក្នុងអំឡុងពេល1 ខែនេះជាវខោមានសុវត្ថិភាពខ្ញុំនឹងឲ្យលោក1 លានព្រមជាវខោចាប់ពីពេលនេះទៅយីវែងនឹងក្លាយជាអង្គរៈផ្ទាល់ខ្លួនរបស់ចៅពួកឯងត្រូវតែនៅជាមួយគ្នាជានិច្ចមិនថាហូបចុកឬធ្វើដំណើរទៅណាក៏ដោយស្អីគេលោកតាឲ្យមនុស្សអាស្រូវម្នាក់នេះធ្វើជាអង្គរៈរបស់ខ្ញុំមែនទេកុំហៅគេថាមនុស្សអាស្រូវអីគេគឺជាសិស្សផ្ទាល់របស់លោកគ្រូទេវតាគ្រូសិស្សបោកប្រាស់ដូចគ្នាបោកបានតែចាស់ដូចលោកតានឹងលោកតាខ្ញុំមិនយល់ព្រមទេចៅស្រីចៅនៅម្នាក់ឯងនៅខាងក្រៅលោកតាមិនស្ងប់ចិត្តទេដូច្នេះហើយចៅគួរតែត្រឡប់មកផ្ទះវិញដើម្បីរស់នៅជាមួយគ្នាមិនបានទេខ្ញុំរស់នៅខាងក្រៅទម្លាប់បាត់ហើយចៅរស់នៅខាងក្រៅក៏បានដែរប៉ុន្តែយីវែងត្រូវតែនៅជាមួយចៅជានិច្ចបើមិនអញ្ចឹងទេកុំសង្ឃឹមឲ្យសោះលោកតាខ្ញុំមិនព្រមទេចៅស្រីរឿងនេះមិនអាចតាមចិត្តចៅបានទេ
ជាវខុសសូមទទួលយកក្តីស្រឡាញ់របស់ខ្ញុំផងរួនយូខ្ញុំបាននិយាយច្បាស់ហើយកុំមកតាមរំខានខ្ញុំទៀតអីប៉ុន្តែខ្ញុំពិតជាស្រឡាញ់អ្នកខ្លាំងណាស់ធ្វើជាសង្សាររបស់ខ្ញុំទៅខ្ញុំមិនចូលចិត្តលោកទេនោះមកពីអ្នកមិនទាន់ស្គាល់ខ្ញុំច្បាស់នៅពេលដែលអ្នកស្គាល់ខ្ញុំច្បាស់ហើយអ្នកច្បាស់ជាស្រឡាញ់ខ្ញុំមិនខានតើខ្ញុំមិនទាន់ស្គាល់លោកទៀតឬកូនប្រុសច្បងរបស់គ្រូសាហួនជាអ្នកលេងម្នាក់ដ៏ល្បីល្បាញនៅទីក្រុងនេះដែលលេងជាមួយស្រីនិងធ្វើបាបអ្នកដទៃជាវខុសនោះមកពីខ្ញុំមិនទាន់បានជួបមនុស្សដែលខ្ញុំស្រឡាញ់ពិតប្រាកដរហូតដល់ខ្ញុំបានជួបអ្នកទើបខ្ញុំដឹងថាអ្នកគឺជាមនុស្សដែលខ្ញុំចង់រស់នៅជាមួយអស់មួយជីវិតយកព្រមធ្វើជាសង្សាររបស់ខ្ញុំទៅខ្ញុំនឹងមើលថែអ្នកឲ្យបានល្អបានហើយសម្ដីទាំងនេះលោកយកទៅបោកក្មេងស្រីទៅចង់មកបោកខ្ញុំគ្មានផ្លូវទេជាវខុសតើខ្ញុំត្រូវធ្វើបែបណាទើបអ្នកជឿថាខ្ញុំស្រឡាញ់អ្នកពិតមែនរួនយូខ្ញុំប្រាប់លោកតាមត្រង់ទៅលោកឈប់សង្ឃឹមទៅខ្ញុំមិនជឿថាមនុស្សដូចលោកនឹងកែខ្លួននោះទេហើយក៏គ្មានថ្ងៃធ្វើជាសង្សាររបស់លោកដែរជាវខុសខ្ញុំនឹងមិនបោះបង់ឡើយខ្ញុំជឿថាថ្ងៃណាមួយអ្នកនឹងរំភើបចិត្តហើយយល់ព្រមរៀបការជាមួយខ្ញុំយល់សប្តិទៅគ្មានថ្ងៃនោះទេតើលោកជានរណាខ្ញុំជានរណាមិនពាក់ព័ន្ធជាមួយលោកទេអាប្អូនតើអញដឹងទេថាខ្ញុំជានរណាទើបហ៊ានមកនិយាយជាមួយខ្ញុំបែបនេះអញចង់ងាប់មែនទេលោកជានរណាក៏មិនពាក់ព័ន្ធជាមួយខ្ញុំដែរហើយអញជឿទេថាខ្ញុំគ្រាន់តែ5រ៉ាំដៃមួយក៏អាចធ្វើឲ្យអញមិនបានឃើញថ្ងៃស្អែកដែរលោកអាចសាកល្បងបានថ្ងៃនេះខ្ញុំនឹងឲ្យអញដឹងថានរណាជាអ្នកធំនៅទីនេះអូយប្រឡែងខ្ញុំអញជឿទេថាខ្ញុំមិនសម្រាប់អញគ្រូសាហួននៅទីក្រុងនេះមានអំណាចណាស់ហើយហួនយូក៏ជាកូនប្រុសច្បងដែរគាត់តែងតែមករំខានខ្ញុំមិនឈប់វិធីដែលល្អបំផុតគឺរកសង្សារคล้ายៗម្នាក់ហើយយីវែងក៏ជាជំរឿដ៏ល្អដែរថែមទាំងអាចធ្វើឲ្យមនុស្សអាស្រូវម្នាក់នេះជួបបញ្ហាទៀតផងពិតជាល្អណាស់ហួនយូយីវែងគឺជាសង្សាររបស់ខ្ញុំដូច្នេះលោកឈប់សង្ឃឹមទៅជាវខុសអ្នកកំពុងបោកខ្ញុំមែនទេមែនតាគាត់ពិតជាសង្សាររបស់ខ្ញុំមែនខ្ញុំមិនជឿទេជឿមិនជឿតាមចិត្តលោកទៅប៉ុន្តែចាប់ពីពេលនេះទៅពួកយើងនឹងរស់នៅជាមួយគ្នាទៅណាមកណាជាមួយគ្នាជានិច្ចនិយាយត្រូវមែនទេជាវខុសអ្នកពិតជាចង់ធ្វើបែបនេះមែនទេមែនហើយតើលោកធ្លាប់ឃើញខ្ញុំនៅជាមួយបរិសណាផ្សេងពីមុនមកទេតើអ្នកនិយាយមែនទេតើខ្ញុំមកលេងសើចជាមួយលោកធ្វើអីល្អណាស់ពួកអញចាំមើលទៅយីវែងខ្ញុំប្រាប់អញទៅអញនឹងត្រូវដឹងខ្លួនអញធ្វើការឲ្យអញមិនដែលបរាជ័យទេតែអញកុំធ្វើឲ្យអញខកចិត្តឲ្យសោះលោកកុំបារម្ភអីទុកចិត្តលើខ្ញុំចុះអាតូចតាចមួយហ្នឹងខ្ញុំប្រកាសជាឲ្យវាស្លាប់មិនខានទេហេងជុកអញមិនអីទេមែនទេអំបញ្ញមិញខ្ញុំឃើញហួនយូខឹងខ្លាំងណាស់ហើយក៏ចេញទៅកុំខ្វល់ពីគាត់កូនកាត់ម្នាក់នឹងចង់តាមញ៉ៃខ្ញុំហើយធ្វើជាម្ចាស់មិនដឹងខ្លួនទេអីតើសង្ហាម្នាក់នេះជានរណាអង្គរៈដែលតាកុងរបស់ខ្ញុំរៀបចំឲ្យខ្ញុំអង្គរៈគាត់ពូកែណាស់មែនទេពួកអនពីមួយនឹងខ្ញុំពិតជាមិនដឹងថាតាកុងរបស់ខ្ញុំកំពុងគិតអ្វីទេគាត់ទូចង់ឲ្យគាត់នៅក្បែរខ្ញុំបើមិនដូច្នេះទេគាត់នឹងដេញខ្ញុំចេញពីផ្ទះល្អហើយខ្ញុំគិតថាអ្វីដែលតាកុងអញនិយាយគឺត្រឹមត្រូវមនុស្សចាស់ម្នាក់ធ្វើបែបនេះច្បាស់ជាមានហេតុផលរបស់គាត់ហើយខែងខូជើងអញកែអ្វីហ្នឹងហេតុអ្វីបានជាវាឡើងក្រហមអីចឹងត្រូវពុះចឹកហើយបន្ទាប់មកត្រូវជ្រូកត្រពាំងមកប្រាប់ខ្ញុំឲ្យលំអិតបន្តិចមកអញមានន័យថាអញឡើងលើភ្នំដើម្បីរកតាកុងឯងហើយបន្ទាប់មកផ្លូវរបស់ឯងត្រូវពុះចឹកយីវិញក៏លេចមុខមកប្រាមាត់របស់គាត់បិទជាពលចេញឲ្យអញមែនទេគឺអញ្ចឹងហើយអញ្ចឹងពួកឯងមិនមែនស្ទាបអង្អែលគ្នាទេមែនទេជាក់ស្ដែងអាចឲ្យរថយន្តសង្គ្រោះមិនទាន់បានតែគាត់ទូចង់ប្រាមាត់របស់គាត់មនុស្សថោកទាបចង់ឲ្យច្បាស់ណាពេលចូលទៅខាងក្នុងបើជាមនុស្សប្រុសវាឲ្យពិការទៅកាត់ជើងវាចោលទៅបើជាមនុស្សស្រីកុំធ្វើបាបនាងអាហារវាឲ្យសន្លប់រួចយកនាងចេញមកក្រាបបាទដល់ពេលដែលពួកឯងបង្ហាញសមត្ថភាពហើយទៅចុះបាទមេលោកចៅហ្វាយហួងទុកចិត្តចុះធានាថានឹងបំពេញភារកិច្ចបានសម្រាប់ជេងធៀនខូដោយសារតែមកសួរមិនបានអញ្ចឹងខ្ញុំមានតែបង្ខំហើយទោះបីជាខ្ញុំត្រូវចាប់បង្ខំនាងក៏ដោយត្រកូលយ៉ែងរបស់អ្នកនឹងធ្វើអ្វីខ្ញុំបានទៅពេលដែលខ្ញុំទៅផ្ទះនាងដើម្បីសុំរៀបការត្រកូលយ៉ែងរបស់នាងនៅតែត្រូវទទួលខ្ញុំដោយក្តីរីករាយដដែលនាងព្រមឲ្យខ្ញុំផឹកការពីណី
មានអ្នកខ្លាំងនៅទីនេះដកថយសិនទៅយីវែងខ្ញុំមិនបាននិយាយថាគ្មានការអនុញ្ញាតពីខ្ញុំមិនឲ្យឡើងមកជន់លើទេលោកឡើងមកធ្វើអីសង្ហាម្នាក់នេះលោកមិនមែនចង់លួចចូលបន្ទប់យើងទេមែនទេបន្ទាប់មកក៏កញ្ញាខ្ញុំមកដើម្បីការពារសុខភាពរបស់អ្នកទាំងពីរអ្នកជឿទេខ្ញុំជឿលោកអញ្ចឹងលោកប្រាប់មកថាតើលោកការពារពួកយើងដោយរបៀបណាអំបញ្ញមិញមានអ្នកលួចចូលក្នុងវីឡានេះចុះមនុស្សវិញខ្ញុំវាយឲ្យពួកគេរត់អស់ហើយកុហកទៀតហើយលោកបន្តកុហកទៀតទៅបើអ្នកមិនជឿខ្ញុំនឹងត្រឡប់ទៅគេងវិញហើយបើមិនដើម្បីសន្យាជាមួយតាកុងរបស់អ្នកទេខ្ញុំប្រហែលជាខ្ជិលខ្វល់ពីអ្នកហើយលោកតាក៏ពិតមែនរៀបចំមនុស្សថោកទាបបែបនេះឲ្យនៅក្បែរខ្ញុំត្រូវតែប្រយ័ត្នគ្រប់ពេលហើយមនុស្សណែណាចៅវាយវិញពួកយើងបរាជ័យហើយគ្មានបានការសោះជាធម្មតាចំណាយលុយច្រើនដើម្បីចិញ្ចឹមពួកឯងសូម្បីតែមនុស្សស្រីពីរនាក់ក៏ឯងចាត់ការមិនបានដែរតែខ្ញុំទុកពួកឯងដើម្បីអ្វីចៅវាយវិញក្នុងវីឡានេះមានអ្នកខ្លាំងម្នាក់ពួកយើងវាមិនឈ្នះគាត់ទេមានអ្នកខ្លាំងតើលោកតារបស់នាងដែលជាអ្នកចាត់តាំងគេឲ្យមកការពារជាងថេនឈូមែនទេចម្លែកឲ្យមនុស្សចាស់ម្នាក់នេះមិនមាននឹងដោះស្រាយទេយកវាទៅឲ្យពូកែខាងគុណវិញទៅបានហើយពួកឯងខំចេញសិនទៅទុកឲ្យអ្នកជំនាញជាអ្នកចាត់ការចុះមើលទៅថាអ្នកណានឹងរារាំងខ្ញុំបានទៅចុះចៅហ្វាយអំបញ្ញមិញមានជនស្លៀកពាក់ខ្មៅប៉ុន្មានអ្នកបានលួចចូលក្នុងវីឡារបស់ជាងថេនខូជីណូណារសៀលនេះកូនប្រុសច្បងត្រកូលវិញយូហេងបានតាមញ៉ាយ៉ាងថេនខូតែត្រូវនាងបដិសេធហើយបានចាក់ចេញទាំងខឹងប្រហែលជាគាត់ហើយដែលបញ្ជូនមនុស្សមកចង់ចាប់ខ្លួនជាងថេនខូលទ្ធផលយ៉ាងម៉េចហើយខ្ញុំមិនហ៊ានចូលចិត្តពេកទេដូច្នេះខ្ញុំមិនសឹកប្រកបទេអញប្រញាប់លួចចូលវីឡានោះដើម្បីតាមដានស្ថានភាពទៅប្រសិនបើខ្លួនយូហេងទទួលបានជោគជ័យចាត់ទុកថាជាការចាប់ចោលបើគេមិនជោគជ័យទេអញត្រូវចាត់ការជាងថេនខូចោលហើយទម្លាក់កំហុសទៅឲ្យត្រកូលវិញទៅបាទចៅហ្វាយទីនេះមានមូសច្រើនណាស់ហើយអ្វីក៏អ្នកទាំងពីរមិនដេកអញ្ចឹងការខ្លែងបន្លំនេះពិបាកណាស់មែនទេយីវែងគឺលោកទេមែនទេអាហាមនុស្សថោកទាបអញចង់ធ្វើអ្វីសង្ឃអ្នកនេះអញមកកំថានឹងអ្នកទៅយកជើបែបនេះមិនល្អទេគេមិនលក់ទេនឹងតើចង់ឲ្យខ្ញុំជួយរកស្នាមជួយឲ្យទេខ្ញុំទៅតែនិយាយថានៅមានអ្នកចង់ធ្វើមិនល្អចំពោះអ្នកឥឡូវអ្នកជួបខ្ញុំហើយនៅអាហាមានន័យថាលោកតាក់ទងមកខាងលើពីដងដើម្បីមកការពារខ្ញុំនឹងការពិតគឺបែបនឹងហើយចុះបរោះស្លៀកពាក់ខ្មៅនោះវិញក្រុមទី1ជាក្រុមបរោះស្លៀកពាក់ខ្មៅក្រុមទី2មានតែម្នាក់ឯងតែមានកម្លាំងខ្លាំងជាងក្រុមមុនយីវិញខ្ញុំស្នាក់នៅទីនេះ3ឆ្នាំហើយពេញ3ឆ្នាំហើយមិនដែលឃើញបរោះស្លៀកពាក់ខ្មៅណាទេលោកគិតតែមកដល់ក៏មានមនុស្សពីរក្រុមចង់មកធ្វើមិនល្អដាក់ពួកយើងលោកគិតថាខ្ញុំនឹងជឿលោកទេបើអ្នកមិនជឿក៏ខ្ញុំអស់វិធីដែរឯងពិតជាមានកម្លាំងខ្លាំងមែនហាក់ដូចជាមានរឿងមិនប្រក្រតីហើយបើខ្ញុំមិនចាត់ការនាងជាងថេនឈើនេះទេខ្ញុំប្រហែលជាមិនអាចត្រឡប់ទៅវិញបានទេជាងហ្សេនតើអ្នករកបានមនុស្សបែបនេះពីណាដែលពូកែម្លេះខ្ញុំប្រាប់លោកឲ្យដឹងចុះបើលោកហ៊ានឡើងមកជន់លើទៀតហើយចង់ធ្វើរឿងមិនសមរម្យដាក់ពួកយើងខ្ញុំប្រកាសជានឹងប្តឹងលោកតាឲ្យគាត់ដកលោកចេញយល់ទេជាចេញចូលដេកមើលទៅហួយយូហេងមិនមានអ្នកចាត់ចែងដើម្បីចាប់ខ្លួនជាងថេនឈូទេគឺដោយសារតែរឿងនេះហើយខ្ញុំចង់ឃើញណាស់តើអ្នកខ្លាំងពូកែខាងណាអាចរារាំងខ្ញុំបានកម្រិតណាសម្លឹងមើលទៅចៅហ្វាយខ្លួនឯងស្លាប់នៅចំពោះមុខខ្លួនខ្ញុំមើលថាឯងនឹងឆ្លើយតបយ៉ាងម៉េចអាហាយីវែងលោកមនុស្សថោកទាបកំពូលមនុស្សថោកទាបលោកហ៊ានចូលមកបន្ទប់ខ្ញុំដោយស្ងាត់ខ្ញុំប្រកាសជានឹងប្តឹងលោកតាហើយដេញលោកចេញកញ្ញាយេងបើគ្មានខ្ញុំទេអ្នកទាំងពីរប្រហែលជាស្លាប់បាត់ហើយពួកយើងនៅរស់នៅឡើយស្លាប់អីដែលស្លាប់លោកគ្រាន់តែចង់ឲ្យពួកយើងស្លាប់លោកមករកយើងដើម្បីការពារយើងឬមកធ្វើបាបយើងហ្នឹងស្លាប់មានអត្ថប្រយោជន៍អ្វីសម្រាប់លោកទៅប្អូនប្រុសខ្ញុំក៏មានអារម្មណ៍ល្អចំពោះអ្នកដែរប៉ុន្តែពេលនេះយេវែងអ្នកនិយាយគ្មានភស្តុតាងសោះអ្នកពិតជាមនុស្សអាក្រក់មែនការធ្វើជាមនុស្សល្អពិតជាពិបាកមែនបានហើយខ្ញុំមិនប្រកែកជាមួយអ្នកទៀតទេព្រឹកស្អែកអ្នកនឹងដឹងការពិតហើយអរគុណខ្ញុំទៅការពិតអីគេការពិតគឺអ្នកបន្តរកលេសឡើងមកលើផ្ទះពីរដងព្រោះអ្នកចង់ធ្វើអាក្រក់មកលើយើងឡប់មែន
បើសិនជាខ្ញុំពិតជាចង់ធ្វើអាក្រក់មកលើអ្នកមែនពេលអ្នកត្រូវឆ្នាំសន្លប់ម្សិលមិញខ្ញុំច្បាស់ជាធ្វើបាបទៅហើយតើខ្ញុំរងចាំរហូតដល់ពេលនេះឬនោះក៏ព្រោះតែខ្ញុំភ្ញាក់លឿនបើមិនអីចឹងទេអ្នកច្បាស់ជាសម្រេចបំណងបាត់ទៅហើយបានយ៉ាងណាក៏ដោយខ្ញុំគ្រាន់តែការពារអ្នកមួយខែប៉ុណ្ណោះមួយខែក្រោយមកអ្នកមានសុវត្ថិភាពហើយខ្ញុំនឹងយកលុយហើយចាក់ចេញយើងម្នាក់នឹងដើរតាមផ្លូវរៀងខ្លួននៅសល់មួយខែទៀតថ្ងៃស្អែកខ្ញុំនឹងប្រាប់លោកតាឲ្យដកអ្នកចេញហើយអ្នកអាចរមៀលត្រឡប់ទៅភ្នំរបស់អ្នកវិញបានឬទេសាកសួរលោកតារបស់អ្នកមើលតើគាត់នឹងបណ្តេញខ្ញុំចេញដែរឬទេលោកតាយាងឡើងភ្នំដើម្បីរកលោកគ្រូនេះបង្ហាញថាគាត់ដឹងថាលោកគ្រូមិនអាចចុះពីលើភ្នំបានទេក្នុងនាមជាសិស្សតែម្នាក់គត់របស់លោកគ្រូលោកតាយាងមិនគួរដកខ្ញុំចេញដោយគ្មានហេតុផលច្បាស់លាស់នោះទេអូមែនហើយទោះបីជាអ្នកបញ្ឈប់ខ្ញុំក៏ដោយក៏អ្នកនៅតែត្រូវបង់ប្រាក់ឲ្យខ្ញុំដែរពីព្រោះវាជាអ្នកដែលបំពេញកិច្ចសន្យាជាមុនមិនមែនខ្ញុំទេកុំសង្ឃឹមអីគ្រូសាយាងរបស់ពួកយើងនឹងមិនឲ្យអ្នកមួយកាក់មួយសេនឡើយចាំមើលថាតើលោកតាយាងគិតយ៉ាងណាអ្នកធ្វើឲ្យខ្ញុំខឹងស្លាប់ហើយលោកតាខ្ញុំត្រូវបានគេធ្វើបាបហើយលោកតាអាយវែងនេះគឺជាជនពីម្នាក់កាលពីយប់មិញគាត់ព្យាយាមរត់ឡើងទៅជន់លើពីរដងដោយមានបំណងអាក្រក់មកលើខ្ញុំនិងយាយសំណាងហើយដែលពួកយើងដឹងទាន់បើមិនដូច្នេះទេភាពបរិសុទ្ធរបស់យើងទាំងពីរនឹងត្រូវបំផ្លាញដោយគាត់ជាមិនខានអូមែនឬតាអត់ជឿទេទេវតាតូចគាត់មិនមែនជាមនុស្សប្រភេទហ្នឹងទេលោកតាបើលោកតាមិនជឿសួរយាយនឹងទៅលោកតាយាងពិតជាអញ្ចឹងមែនទោះពួកឯងនិយាយយ៉ាងម៉េចក៏តានៅតែមិនជឿដែរលោកតាស្ដាប់ខ្ញុំទៅបណ្ដេញយីវិញចេញទៅអូយឈៀវឈោឲ្យតាពិបាកណាស់ទម្រាំរក្សាទុកទេវតាតូចនៅទីនេះបានការបញ្ឈប់គេគឺងាយស្រួលប៉ុន្តែថ្ងៃក្រោយទៅអញ្ជើញគេមកវិញគឺពិបាកណាស់ពិតជាមិនដឹងថាពួកគេព្យាយាមចាក់ថ្នាំស្នេហ៍អ្វីឲ្យលោកតាទេជឿសម្ដីអ្នកក្រៅតែមិនជឿចៅស្រីបង្កើតខ្លួនឯងសោះបានហើយពួកឯងឡើងទៅសម្រាកសិនទៅតាមានរឿងចង់និយាយជាមួយទេវតាតូចយកទេទៅចុះទេវតាតូចអូសាំហើយឬនៅលោកតាកុំហៅខ្ញុំថាទេវតាតូចអីហៅខ្ញុំថាយីវែងក៏បានដែរអូយមិននឹងអាចទៅរួចតើលោកតាអាចហៅឈ្មោះពិតរបស់ទេវតាតូចដោយផ្ទាល់បានដោយរបៀបណាទៅការហៅថាទេវតាតូចនេះស្ដាប់ទៅអត់អួនណាចុះបើខ្ញុំហៅអ្នកថាមិត្តតូចយីវែងយ៉ាងម៉េចដែរក៏បានដែរយ៉ាងហោចណាស់ក៏ស្ដាប់ទៅពីរោះជាងទេវតាតូចដែរមិត្តតូចយីយប់មិញគេងលក់ស្រួលទេកាលពីយប់មិញមានមនុស្សពីរក្រុមចូលមកក្នុងវីឡានេះហាកម្លាំងរបស់ពីទីមខាងទៀតយ៉ាងម៉េចដែរក្រុមទី1ចាត់ទុកថាជាកម្រិតទី2ឬទី3ក្រុមទី2គឺជាគិតកកម្រិតទី1បន្ទាប់ពីខ្ញុំវាឲ្យរបួសធ្ងន់គេនៅតែចង់ប្រើកាំភ្លើងស្នប់បាញ់សម្រាប់ចៅស្រីរបស់លោកតាទៀតស្អីគេមានគេចង់ធ្វើឃាតចៅស្រីរបស់ខ្ញុំកន្លែងលាក់ខ្លួនរបស់ភីគីមខាងទៀតគឺនៅវិឡាខាងមុខបង្អួចខាងឆ្វេងនៃជ្រករបៀងជាន់ទី2ឥឡូវអ្នកហៅមនុស្សឲ្យទៅពិនិត្យមើលទៅប្រហែលជានៅតែអាចរកឃើញតម្រុយខ្លះឆាប់ទៅពិនិត្យមើលឲ្យបានមកចប់តាមទីដែលម៉ូតូយីបានប្រាប់បាទម៉ូតូយីដោយសារតែមកតាមឈៀវឈើធ្វើឲ្យអ្នកត្រូវរងការអយុត្តិធម៌ហើយមិនអីទេដរាបណាលោកតាមិនក្បត់ពាក្យសន្យាខ្ញុំនឹងគោរពតាមការសន្យារបស់ខ្ញុំជាមិនខានទេវតាចាស់ជួយមនុស្សយកថ្លៃសុទ្ធតែតម្លៃកប់ពោក្នុងនាមជាសិស្សតែម្នាក់គត់របស់ទេវតាចាស់មិត្តតូចយីមិនគួរខ្វល់ខ្វាយពីលុយត្រឹមតែ1លាននេះសោះតើមានបញ្ហាអ្វីនៅកណ្ដាលនេះទេមិត្តតូចយីសុំអ្នកកុំបារម្ភមួយខែក្រោយមកខ្ញុំនឹងប្រគល់ប្រាក់1លានជូនអ្នកដោយដៃទាំងពីរអញ្ចឹងក៏ល្អជំរាបលោកម្ចាស់មានតេឡេទូសមួយនៅវីឡាទល់មុខដែលអាចមើលឃើញតំបន់ភាគច្រើននៅក្នុងវីឡាមើលទៅភីគីមខាងទៀតតាមដានទីនេះមិនមែនជារយៈពេលខ្លីនោះទេម្យ៉ាងទៀតខ្ញុំក៏បានឃើញជាមួយក្រពិតនៅលើដីផងដែរហ៊ានមានអ្នកណាតាមដានឈៀវឈោហើយចង់សម្លាប់នាងទៀតនេះពិតជាមើងងាយគ្រូសាជាងរបស់ខ្ញុំមែនសាកសពរបស់គិតកោស្រីនោះត្រូវបញ្ចូលប្រាក់របស់ខ្ញុំចាក់ចំប៉ុន្មាននាទីខ្លីក៏រលីទៅជាទឹកឈាមទោះបីជាមនុស្សរបស់គ្រូសាជាងទៅស៊ើបអង្កេតក៏រកមិនឃើញអ្វីដែរគួរតែត្រូវគ្នាយកសាកសពទៅបាត់ហើយទើបមិនមានពេលសម្អាតកន្លែងកាត់ហើយអរគុណច្រើនម៉ូតូយីដែលបានជួយសង្គ្រោះបើមិនដូច្នោះទេជីវិតរបស់ឈៀវឈោប្រកាសជាមិនអាចរក្សាបានទេទទួលលុយគេត្រូវតែជួយគេដោះស្រាយបញ្ហាដោយសារខ្ញុំបានសន្យាជាមួយលោកតាថានឹងការពារសុវត្ថិភាពចៅស្រីរបស់លោកតាខ្ញុំប្រកាសជានឹងធ្វើឲ្យបានយ៉ាងហោចណាស់ក្នុងរយៈពេល1ខែនេះខ្ញុំធានាសុវត្ថិភាពរបស់នាងគ្មាននរណាម្នាក់អាចធ្វើបាបនាងបានឡើយពិតជាស័ក្តិសមជាសិស្សរបស់ទេវតាចាស់មែនសូម្បីតែឃាតករកម្រិតទី1ក៏អាចដោះស្រាយបានយ៉ាងងាយស្រួលត្រូវតែរកវិធីចំភ្ជាប់គេជាមួយនឹងគ្រូសាជាងឲ្យបានគួរឲ្យស្ដាយណាស់ដែលឈៀវឈោមិនសូវមានអារម្មណ៍ល្អចំពោះគេសោះបើមិនដូច្នេះទេបើបានជាគូស្វាមីភរិយានឹងគ្នានៅយ៉ាងឈិនថ្ងៃក្រោយតើនរណាហ៊ានប្រមាថគ្រូសាជាងរបស់ខ្ញុំទៀតមិត្តតូចយីក្នុងរយៈពេល1ខែខាងមុខនេះសុវត្ថិភាពរបស់ឈៀវឈោខ្ញុំសូមពឹងអ្នកហើយនៅពេលចាំបាច់អ្នកអាចចាត់វិធានការពារណាមួយលើនាងបានអញ្ចឹងមិនអីទេខ្ញុំនៅតែបារម្ភថានាងនឹងមកប្តឹងលោកតារាល់ថ្ងៃនឹងណាឪពុកម្ដាយរបស់ឈៀវឈោបានទទួលមរណភាពដោយសារគ្រោះថ្នាក់ចរាចរណ៍តាំងពីនាងនៅក្មេងខ្ញុំមានអារម្មណ៍ខុសចំពោះនាងដូច្នេះហើយទើបខ្ញុំតែងតែបណ្ដោយនាងគ្រប់រឿងធ្វើឲ្យនាងមានចរិតជាកូនស្រីអ្នកមានសិទ្ធិទៅហើយសូមមិត្តតូចយីមេត្តាអធ្យាស្រ័យផងអូការពិតវាអញ្ចឹងសោះអញ្ចឹងក៏អាចយល់បានដែរឈៀវឈោចុះមកក្រោមបន្តិចលោកតាចង់ដកគេចេញមែនទេឈៀវឈោខ្ញុំបានប្រគល់សុវត្ថិភាពរបស់អ្នកទាំងស្រុងទៅឲ្យមិត្តតូចយីហើយថ្ងៃក្រោយត្រូវស្ដាប់បង្គាប់គុំរពឹសទៀតឬទេខ្ញុំបានសន្យាជាមួយមិត្តតូចយីហើយគាត់អាចចាត់វិធានការពារចាំបាច់ចំពោះអ្នកបានគ្រប់ពេលលោកតាមិនលោកតាធ្វើបែបនេះខ្ញុំមិនយល់ព្រមទេមិនយល់ព្រមក៏ត្រូវតែយល់ព្រមដែរនេះគឺដើម្បីប្រយោជន៍របស់អ្នកទេណាមិត្តតូចយីអញ្ចឹងខ្ញុំមានការរវល់បន្តិចហើយឈៀវឈោប្រគល់ឲ្យអ្នកហើយបាត់ល្អអាចជំរាបតាអញបាននិយាយអ្វីខ្លះជាមួយលោកតារបស់ខ្ញុំទើបធ្វើឲ្យគាត់ជឿអញដល់ថ្នាក់នេះអញសាកដូរការគិតបន្តិចមើលគិតបែបម៉េច
តាអ្នកគិតថាលោកតារបស់អ្នកល្ងងទេលោកតារបស់ខ្ញុំគឺជាមេគ្រូសាជាងដែលបានដឹកនាំគ្រូសាជាងឲ្យដើរមកដល់បច្ចុប្បន្នបើគាត់ល្ងងនោះគ្មានអ្នកណានៅទីក្រុងយ៉ាងឆេងឆ្លាតទៀតទេចុះត្រូវហើយអ្នកថាលោកតារបស់អ្នកជាមនុស្សឆ្លាតយ៉ាងនេះហេតុអ្វីបានជាគាត់ទុកចិត្តខ្ញុំដោយមិនខ្វល់ពីអ្វីទាំងអស់សូម្បីតែប្រកូលចៅស្រីរបស់គាត់មកក្នុងកណ្ដាប់ដៃខ្ញុំទៀតហេតុអ្វីទៅព្រោះខ្ញុំពូកែគ្រប់គ្រាន់មានខ្ញុំនៅទីនេះគ្មានអ្នកណាអាចធ្វើបាបអ្នកបានឡើយត្រឹមអ្នកឯងនឹងពូកែដែរក្រៅពីល្បិចកបោកប្រាស់របស់អ្នកខ្ញុំពិតជាមើលមិនឃើញពីភាពពូកែផ្សេងទៀតរបស់អ្នកទេមានខ្ញុំការពីអ្នកគួរតែលួចត្រេកអរទៅបើមិនមែនដោយសារខ្ញុំទៅចុះពីលើភ្នំហើយខ្វះលុយទេខ្ញុំក៏ខ្ជិលចំណាយពេលឥតប្រយោជន៍ជាមួយអ្នកដែរអ្នកនិយាយថាចំណាយពេលជាមួយខ្ញុំគឺឥតប្រយោជន៍ចុះមិនអញ្ចឹងគួរឲ្យស្ដាយណាស់ដែលការនិយាយរបស់អ្នកមិនបានការលោកតារបស់អ្នកទៅជាជើហ្វាយរបស់ខ្ញុំយូរីឆាប់ខ្ញុំនឹងលាតត្រដាងពីល្បិចករបស់អ្នកឲ្យលោកតារបស់ខ្ញុំបានដឹងពីមុខមាត់ពិតរបស់អ្នកល្អខ្ញុំរងចាំJang Janen គឺជាមេគ្រូសាជាងដែលបានដឹកនាំគ្រូសាជាងពីគ្រូសាតូចមួយក្លាយជាគ្រូសាធំមួយក្នុងចំណោមគ្រូសាធំទាំង4នៅទីក្រុងយ៉ាងចេញប្រសិនបើយីហ្វេងពិតជាអ្នកបោកប្រាស់ដែលគ្មានប្រយោជន៍មែននោះ Jang Janen មិនអាចរៀបចំឲ្យគេនៅក្បែរ Chen Chu បានទេតើប្រហែលជាពួកយើងយកខុសលើគេមែនទេនៃឯងជានរណាមកធ្វើអីហ្នឹងឈប់កាត់ស្អីគេហេនគឺចុះបើយើងឲ្យគេចូលមកទៅទោះយ៉ាងណាគេក៏ត្រូវបានលោកតារបស់អ្នកនាំមកដែរតែគេមិនមែនគេទេសូម្បីតែសន្តិសុខក៏មិនអាចដោះស្រាយបានផងតើការពីសុខភាពរបស់ខ្ញុំយ៉ាងដូចម្ដេចប៉ុន្តែរឿងនេះក៏គ្មានអ្វីគួរឲ្យមើលដែរតោះយើងឆាប់ទៅចាំមើលថាគេធ្វើម៉េចចូលទ្វារត្រូវតែឈប់កាត់អូខ្ញុំទៅតែម្ដងមិនបានធ្វើកាត់ទេតើអ្នកនៅផ្នែកណាហើយប្រធានអ្នកឲ្យចេញមកទទួលអ្នកចុះជាងឆែនជួយធ្វើអ្វីនៅក្នុងក្រុមហ៊ុនរបស់អ្នកសូម្បីតែអគ្គនាយកជាងក៏អ្នកមិនស្គាល់ដែរនាងជាថៅកែរបស់យើងអូខ្ញុំជាអង្គរៈរបស់នាងដូចជាឯងនេះជាអង្គរៈសូម្បីតែសន្តិសុខក៏មិនប្រដូចឯងដែរគុំមករករឿងអីឆាប់ចេញទៅមិនមែនទេខ្ញុំពិតជាអង្គរៈរបស់នាងមែនខ្ញុំធ្វើការនៅក្រុមហ៊ុននេះជាង2ឆ្នាំហើយមិនដែលលើថាអគ្គនាយកជាងមានអង្គរៈអ្វីនោះទេខ្ញុំមើលទៅឯងប្រហែលជាអ្នកតាមញ៉ានាងទេដឹងចង់លួចចូលមែនទេប្រាប់ឯងចុះមានខ្ញុំនៅទីនេះកុំសង្ឃឹមជាងថេនឈោបើអ្នកមិនឲ្យខ្ញុំចូលទេខ្ញុំនឹងសម្រុកចូលហើយលោកតាធ្លាប់ប្រាប់ខ្ញុំថាពេលចាំបាច់ខ្ញុំអាចចាត់វិធានការណាមួយក៏បានហេនគឺចុះបើយ៉ាងម៉េចខ្ញុំទៅប្រាប់គេមួយម៉ាត់ដើម្បីឲ្យ event ចូលមកទៅកុំអីខ្ញុំចង់ឃើញថាគេហ៊ានសម្រុកចូលមែនឬអត់សន្តិសុខរបស់ខ្ញុំសុទ្ធតែជាទីហ៊ានចូលនិវត្តន៍អ្នកឥឡូវឯងមកផ្សាយដុល្លារនៅទីនេះតើទីនេះជាកន្លែងដែលឯងអាចមករករឿងបានឬឆាប់ចេញទៅខ្ញុំរាប់3ចង្រៃនៅតំបន់របស់អញហ៊ានក្អេងក្អាងយ៉ាងនេះផងបងប្អូនចេញមកមានគេមករករឿងសូមអញ្ជើញចូលបាទអ្នកគ្រប់គ្រងសូមអញ្ជើញខ្ញុំពិតជាមិនយល់សោះហេតុអ្វីបានជាកូនកំឡុះមកពីត្រកូលអភិជនចាំញ៉ាប្រធានជាងបន្ទាប់ពីត្រូវបានគេបដិសេធក៏តាមរំខាននាងមិនឈប់ប្រធានជាងរងសម្ពាធទើបត្រូវបង្ខំចិត្តសម្រាប់តាមតើនរណាឲ្យប្រធានជាងជាស្រីស្អាតលេខ1នៅយ៉ាងចេញធ្វើអីប្រសិនបើខ្ញុំមានសមត្ថភាពនោះខ្ញុំច្បាស់ជាតាមញ៉ាប្រធានជាងមិនខានបើមិននិយាយពីរឿងសម្រស់នាងនៅមានសមត្ថភាពទៀតផងយីហ្វុងឯងមិនអាចតាមខ្ញុំរហូតបែបនេះទេខ្ញុំបានសន្យានឹងលោកតារបស់អ្នកនាងហើយថានឹងការពីសុខភាពរបស់អ្នកនាងនេះជាពេលថ្ងៃហើយកំពុងនៅក្នុងក្រុមហ៊ុនទៀតនរណាឈួតមកធ្វើបាបខ្ញុំនៅក្នុងក្រុមហ៊ុននោះរឿងនឹងវាមិនប្រកបទេតែឯងធ្វើបែបនេះវាប៉ះពាល់ដល់ការងារប្រចាំថ្ងៃរបស់ខ្ញុំហើយយកអញចេះទៅខ្ញុំនឹងរៀបចំការងារមួយឲ្យឯងបើប្រាក់ខែឲ្យ2ដងវាមិនមែនជាបញ្ហានោះទេតែបើសិនជាអ្នកនាងចាក់ចេញពីក្រុមហ៊ុនខ្ញុំត្រូវតែដើរតាមបើមិនអញ្ចឹងទេខ្ញុំមិនទុកចិត្តឡើយបានចុះអ្នកនាងចង់រៀបចំការងារឲ្យខ្ញុំប្រាក់ខែប៉ុន្មានក្នុងមួយខែសន្តិសុខប្រាក់ខែ 5,000 10,000 5,000 20,000 5,000ចុះអញចង់បានប៉ុន្មាន 10,000 អញយកសពទេដឹងលុយ 10,000 ខ្ញុំអាចជួសសន្តិសុខបាន20នាក់ឯណោះចឹងអ្នកនាងទៅរកពួកគេទៅបាន 10,000 ក៏ 10,000 ទៅចាត់ទុកថាចំណាយលុយទិញសេចក្តីសុខចុះថ្ងៃក្រោយពេលនៅក្រុមហ៊ុនកុំមកញ៉ាយជាមួយខ្ញុំទៀតយ៉ាងរ៉ាននាំគេចុះទៅផ្នែកសន្តិសុខទៅចាចៅហ្វាយជាងសុំឲ្យមានលៀបធំស៊ើបដឹងពីអត្តសញ្ញាណមនុស្សពីក្រុមនោះហើយឬនៅបាទលោកម្ចាស់ក្រុមទី1ដែលលបចូលទៅក្នុងភូមិព្រឹសរបស់អ្នកនាងគឺជាមនុស្សដែលបញ្ជូនមកពីហ៊ួនយូហេងកូនប្រុសច្បងដែលចូលចិត្តដើរលេងរបស់ត្រកូលហ៊ួនមែនទេបាទពិតមែនហើយវាចង់ធ្វើអីហ្នឹងហ៊ួនយូហេងតាមញ៉ាយអ្នកនាងមិនបានសម្រេចទើបខ្ញុំគិតថាគេច្បាស់ជាចង់ប្រើវិធីបង្ខិតបង្ខំហើយត្រកូលហ៊ួនពិតជាខ្លាំងធំមែនហ៊ានមកធ្វើបាបត្រកូលយ៉ែងរបស់អញចុះជន់ដៃដល់ក្រុមទី2វិញយើងនៅមិនទាន់ស៊ើបដឹងនៅឡើយទេម្ខាងទៀតលាក់បាំងយ៉ាងជិតឈឹងគ្មានបន្សល់ទុកតម្រុយសូម្បីតែបន្តិចបន្តស៊ើបទៀតទៅទោះត្រូវចំណាយអ្វីក៏ដោយក៏ត្រូវតែស្វែងរកជន់ដៃដល់អ្នកនៅក្នុងរឿងនេះឲ្យទៅដែរបាទលោកម្ចាស់អញក៏ចេញមុខមកដែរតើគ្រោះថ្នាក់ចរាចរណ៍ឆ្នាំនោះក៏ជាស្នាដៃរបស់អញដែរមែនទេចង់ឲ្យត្រកូលយ៉ែងរបស់អញផុតពូជត្រឹមតែស្រមៃទេអញត្រូវតែចាប់អញឲ្យបានដើម្បីសងសឹកឲ្យកូនប្រុសនិងកូនប្រសាររបស់អញអ្នកគ្រប់គ្រងសូមយកឯកសណ្ឋានឲ្យគេមួយកុំភ្លេចទៅហើយដាក់គេឲ្យធ្វើការនៅក្រុមសន្តិសុខសិនទៅយីនេះមិនមែនជាអង្គរៈផ្ទាល់ខ្លួនរបស់ប្រធានជាងយើងទេអីមិនបានមកធ្វើការនៅក្រុមសន្តិសុខយើងវិញចឹងលោកគឺអង្គរៈអីគេមានទូនីតិដូចតែយើងនឹងខ្ញុំប្រាក់ខែ 5,000 មេក្រុមយើង 5,000 គេទៅតែមកថ្មីសាកល្បងការងារមួយខែប្រាក់ខែ 3,500បើពេញសិទ្ធិទៅប្រាក់ខែដូចយើងទេខ្ញុំមិនដូចពួកអញទេ
ខ្ញុំប្រាក់ខែ 100000 មិនអញមិនថាមួយលានតែម្ដងទៅបើមិនជឿទៅសួរគាត់ទៅយីហ្វុងគឺជាបុគ្គលិកពិសេសរបស់ក្រុមហ៊ុនយើងពិតជាទទួលបានប្រាក់ខែ 100000 ក្នុងមួយខែមែនអ្វីប្រាក់ខែ 100000 មួយខែរបស់វាស្មើនឹងយើងធ្វើការមួយឆ្នាំអត់ទេ2ឆ្នាំមេក្រុមឆាប់មកលោកម្ចាស់វិញមកបង្កបញ្ហាទៀតហើយថាម៉េចអញទៅរារាំងគេសិនទៅអញបានទិញផ្កាអស់នេះហើយពួកអញកុំចេះតែហ៊ានស៊ីឆ្អែតពេកមានឆ្កែយាមទ្វារមួយហ្វុងអញមានសិទ្ធអីមកខត់អញចង់មកមែនទេលោកម្ចាស់ហ៊ុនពួកយើងបានរីកាទៅប្រធានជាងហើយនាងនឹងចង់មកឥឡូវនេះហើយកុំធ្វើឲ្យពួកយើងពិបាកអីថ្ងៃនេះអញមានបំណងមកទីនេះហើយបើអ្នកណាហ៊ានរារាំងអញនឹងចាត់ទុកវាជាមនុស្សគ្មានបានការហ៊ុនយូហេងលោកចង់ធ្វើអីហ្នឹងខ្ញុំបានប្រាប់លោកយ៉ាងច្បាស់កាលពីមិនរួចហើយថាកុំមកកំខានឈានទៀតជាងឈានស៊ីនាងយកសន្តិសុខម្នាក់ធ្វើជាសង្សារតែនាងបែរជាមិនទទួលយកអញបានប្រាក់ខែ 100000 ទៀតតាមពិតជាសង្សាររបស់ប្រធានជាងសោះប្រធានជាងចូលចិត្តសន្តិសុខតើដឹងអញ្ចឹងខ្ញុំបង្ហាញសមត្ថភាពយូរហើយបាត់បង់ឱកាសខ្លាយជាសង្សារថ្នាក់លើបាត់សន្តិសុខម៉េចខ្ញុំចូលចិត្តសន្តិសុខនឹងឯងរាងកាយអញដែលលិចលង់ក្នុងតណ្ហាជាង 90% នោះខ្ញុំខ្លាំងជាង100ដងឯណោះជាងឈានស៊ីមានស្រីថោកទៀតថ្ងៃនេះអញនឹងដាក់ទោសនាងនៅទីនេះតែម្ដងអញចង់មើលណាស់ខាងណាហ៊ានរារាំងអញលោកចង់ធ្វើអីចង់សាកមែនទេកុំធ្វើផ្ដេសផ្ដាសនៅក្នុងពលិខេត្តបែបនេះគឺជាប្រទេសមានច្បាប់ទម្លាប់នៅយ៉ាងឆេងអញជីច្បាប់បើមិនព្រមស្ដាប់ទេអញ្ចឹងចាប់ការវាទៅបាទលោកម្ចាស់ស្គាល់អញហើយនៅហេតុអីបានជានៅពេលដែលយីហ្វុងមករារាំងនៅពីមុខខ្ញុំមានអារម្មណ៍ថាមានសុវត្ថិភាពយ៉ាងនេះខ្ញុំក៏មានអារម្មណ៍បែបនេះដែរបាទឬមួយក៏នាងលងស្រឡាញ់គេហើយកុំនិយាយផ្ដេសផ្ដាសគេមិនមែនជាប្រភេទមនុស្សដែលខ្ញុំចូលចិត្តទេខ្ញុំចូលចិត្តអ្នកខ្លាំងពូកែខ្ញុំដឹងហើយឯងចង់ធ្វើអីទៀតអញសម្រាប់ឯងបើមិនបានសម្រាប់ឯងទេអញមិនសុខចិត្តឡើយគឺអញជាអ្នកបង្ខំអញទេណាអញមិនដែលឃើញអ្នកណាចូលចិត្តត្រូវគេវីបែបនេះទេចេញទៅពួកអញចាំមើលចុះវាគិតថាការបង្រៀនឲ្យស្គាល់ការឈឺចាប់មិនទាន់គ្រប់គ្រាន់ទេដឹងយ៉ាងម៉េចដែរក្នុងមួយខែ 100000 នេះមិនខាតទេមែនទេយីហ្វុងអញបានវីហ៊ុនយូហេងត្រកូលហ៊ុនប្រកាសជាមិនលើកលែងឲ្យទេមិនអីទេទោះបីជាខ្ញុំមិនអាចការពារខ្លួនអញបានក៏អាចការពារអ្នកទាំងពីរបានដែរម្យ៉ាងទៀតលុយរបស់លោកតាជាមិនមែនបានមកដោយទេអញមិនយកទេត្រកូលហ៊ុនគឺជាគ្រួសារមួយក្នុងចំណោមគ្រួសារធំទាំង4នៅយ៉ាងឆេងមានឥទ្ធិពលខ្លាំងទាំងលឹងនិងទឹកភ្លឹកពួកគាត់ចង់ធ្វើឲ្យមនុស្សម្នាក់បាត់ខ្លួនគឺជារឿងសាមញ្ញណាស់អញ្ចឹងចាំមើលថាតើពួកគាត់ចង់ធ្វើឲ្យខ្ញុំបាត់ខ្លួនដោយរបៀបណាទោះបីជាអញជាអ្នកបោកប្រាស់តែអញមិនសមនឹងស្លាប់ទេអញឆាប់រត់ទៅរត់ឲ្យឆ្ងាយពីទីនេះអ្នកនាងកំពុងតែបារម្ភពីខ្ញុំមែនទេនរណាថាខ្ញុំបារម្ភពីឯងខ្ញុំគ្រាន់តែមិនចង់ឲ្យមានមនុស្សស្លាប់នៅទីនេះទេលុយក៏បានមកហើយយកលុយច្រើនយ៉ាងនេះទៅធ្វើអីមិនចាំបាច់ឲ្យអ្នកនាងខ្វល់ទេអ្នកនាងយ៉ានរ៉ានពួកយើងទៅចាំមើលថាតើគេនឹងជួបគ្រោះថ្នាក់ឬអត់ម៉ោងប្រហែលហើយទើបមកដល់ត្រូវផាកពីនេះហើយអញមានរឿងអីខុសប្រក្រតីទេដឹងឥឡូវទៅតែម៉ោង 9 ទេអ្នកណាថាយើងយឺត1វិនាទីក៏ចាត់ទុកថាយឺតដែរខ្ញុំជីចើហ្វាយនីក្រុមហ៊ុនមានច្បាប់ទម្លាប់របស់ក្រុមហ៊ុនមនុស្សគ្រប់គ្នាត្រូវតែគោរពច្បាប់មិនអាចដោយសារតែអ្នកនាងជីចើហ្វាយនីហើយជាឥទ្ធិពលដល់វិន័យក្រុមហ៊ុនទេចុះបើសិនជាខ្ញុំមិនបងបើសិនជាអ្នកនាងមិនបងទេថ្ងៃក្រោយពេលក្រុមហ៊ុនចូលធ្វើការយឺតឬចេញមុនម៉ោងក្រុមហ៊ុនទាំងមូលញ៉ៃហើយអ្នកទាំងអស់គ្នាមិនបាច់បងប្រាក់ពីណីទេអ្នកនាងជីចើហ្វាយនីអ្នកនាងគឺជាអ្នកខាត់បងត្រូវពីណីប៉ុន្មានបុគ្គលិកធម្មតាពីណី100អ្នកទាំងពីរពីណីម្នាក់ 1000ហើយអីបានជាពួកយើងត្រូវបងច្រើនជាងគេម្នាក់ជីចើហ្វាយនីម្នាក់ទៀតជាអ្នកគ្រប់គ្រងជាថ្នាក់ដឹកនាំជាន់ខ្ពស់នៅក្នុងក្រុមហ៊ុនជាការពិតណាស់គឺត្រូវតែធ្វើជាគំរូគេដូច្នេះត្រូវតែពីណីទ្វេដងបានខ្ញុំព្រមទទួលការផាកពីណីប្រធានជាអញ្ជើញលោកប្រធានលីនេះជាលុយពីណីបន្តិចទៀតប្រគល់វាឲ្យទៅប្រធានក្រុមទៅហេតុអីបានជាមានតែ200លោកជាធម្មតាហ៊ានសុំប្រធានជាងផាកពីណីដែរមិនហ៊ានទេអញ្ចឹងចាប់ទុកថាហើយទៅមាន200នេះក៏មិនអាក្រក់ដែរបើសិនជាលោកមានសមត្ថភាពក៏ទៅទីប្រធានលីផងទៅចាំបន្តិចទៀតខ្ញុំទៅសួរគាត់ថាយកឬអត់អញ្ចឹងខ្ញុំចាំមើលហើយអាមនុស្សអាក្រក់អាមនុស្សបោកប្រាស់ពិតជាធ្វើឲ្យខ្ញុំខឹងខ្លាំងណាស់នៅចំពោះមុខមនុស្សជាច្រើននៅក្នុងក្រុមហ៊ុនមិនទុកមុខមាត់ឲ្យខ្ញុំសំបីតែបន្តិចថ្ងៃណាមួយខ្ញុំនឹងទម្លាយការពិតប្រាប់លោកតាឲ្យលោកតាបានឃើញពីមុខមាត់ពិតរបស់វានាងគិតអីនឹងឈានស៊ីកាលពីម្សិលមិញគេទៅតែជួយសង្គ្រោះពួកយើងតាបើមិនបានគេទេអ្នកណាដឹងថាហ៊ុនយួននឹងធ្វើអីនោះគេគ្រាន់តែសញ្ញេនឹងលោកតារបស់នាងមកការពារសុវត្ថិភាពរបស់ពួកយើងតែប៉ុណ្ណោះវាជារឿងដែលគេគួរបំពេញតាតែខ្ញុំនៅតែមានអារម្មណ៍ថាយីហ្វុងម្នាក់នេះមិនសាមញ្ញដោយការគិតរបស់យើងទេមនុស្សប្រុសបោកប្រាស់មិនសូវមានរឿងល្អទេនាងមើលចុះកាលពីម្សិលមិញពេលគេវីហ៊ុនយូហេងគេហាក់ដូចជាស្ងប់ស្ងាត់ណាស់
ដូចជាមនុស្សដែលមិនមានរឿងអីកើតឡើងអញ្ចឹងមិនបានទុកគ្រូសាហាំងក្នុងភ្នែកតតែសោះនោះដោយសារតែគេទៅតែចុះពីភ្នំមិនដឹងពីកម្លាំងរបស់គ្រូសាហាំងចាំដល់គេដឹងច្បាស់ប្រហែលជាត្រូវវាមកសុំទោសដល់ទ្វារផ្ទះមិនខានឈៀនស៊ីតាឯងមានការយល់ច្រឡំអ្វីលើគេមែនទេយល់ច្រឡំតាំងពីជួបគេលើកដំបូងគេបានធ្វើអាកប្បកិរិយាព្រាននារីដាក់ខ្ញុំទៅហើយខ្ញុំស្អប់គេចង់ងាប់មេឃនឹងអាចទៅជាលើកដំបូងដែលត្រូវបរិះវ័យស្របាលគ្នាប៉ះពាល់គេគិតបែបនេះគិតទៅឡើងគួរឲ្យខ្ពើមចុះគេមិនមែនធ្វើដើម្បីជួយអញទេជួយខ្ញុំអញ្ចឹងគេក៏មិនបាច់ហែកស្រោមជើងខ្ញុំហើយយកមាត់មកបឺតដែរតាទូរស័ព្ទហៃឡានពេទ្យ120យកខ្ញុំទៅមន្ទីរពេទ្យមិនបានទេអីឃើញច្បាស់ហើយថាជាមនុស្សថោកទាបមានគំនិតមិនល្អអញភ្លេចហើយអីគេធ្លាប់ឡើងមកជាន់ទី2របស់យើងទាំងកណ្ដាលយកពីរដងនឹងហើយមកយឺតពីណីចេញមុនម៉ោងពីណីមិនពាក់ការសម្គាល់ខ្លួនពីណីលួចលេងពេលធ្វើការពីណីសន្តិសុខថ្ងៃនេះមួយថ្ងៃមិនធ្វើអីគិតតែពីដើរចុះដើរឡើងចាប់បានអ្នកណាពីណីហ្នឹងពិតជាគ្មានច្បាប់ទម្លាប់មែននិយាយតិចទៅប្រយ័ត្នគេយើងផ្ដុំគ្នានិយាយអញ្ចឹងក៏ត្រូវពីណីដែរតែក្នុងក្រុមហ៊ុនមានអ្នកណាចាត់ការគេទេនិយាយថាជាសង្សាររបស់អគ្គនាយកជាងសំបីតែអគ្គនាយកជាងមកយឺតក៏ត្រូវបង់ប្រាក់ពីណីយ៉ាងស្ដាប់បង្កប់ដែរហេម្យ៉ាងទៀតសំបីតែកូនប្រុសច្បងគ្រួសារហាងក៏គេហ៊ានវីដែរតើមានអ្នកណាហ៊ានចាត់ការនោះហឹមមានរឿងអីមើលចុះយីហ្វឹងម្នាក់នេះដើរដល់ណាពីណីដល់នឹងពេញមួយក្រុមហ៊ុនមានតែសម្លេងរអ៊ូតមក្នុងភ្នែករបស់គេមានតែលុយទេអីមើលទៅមិនអាចទុកគេឲ្យនៅផ្នែកសន្តិសុខទៀតទេប៉ុន្តែខ្ញុំសង្កេតឃើញថាថ្មីនេះវិន័យក្រុមហ៊ុនបានល្អប្រសើរជាងមុនច្រើនទម្លាប់ចុះច្រអូសពីមុនបាត់អស់ហើយលែងមានអ្នកយឺតចេញ1ម៉ោងហើយក៏គ្មានអ្នកលួចលេងពេលធ្វើការទៀតដែរគ្រប់គ្នាសុទ្ធតែខិតខំធ្វើការព្រោះខ្លាចគេចាប់បានហើយពីណីជាប្រាក់បើមើលទៅវាមានប្រយោជន៍ខ្លះដែរទុកឲ្យគេធ្វើបន្តទៅចាត់ទុកថាសំណុំនឹងការរៀបចំក្រុមហ៊ុនឡើងវិញផងប៉ុន្តែយីហ្វឹងយកលុយពីណីទាំងអស់ដាក់ចូលហោប៉ៅខ្លួនឯងវាខុសនឹងបទបញ្ជាក្រុមហ៊ុនហើយមិនអីទេចាំឲ្យក្រុមហ៊ុនបំពេញប្រាក់ពីណីទាំងនេះតាមក្រោយទៅបានហើយបានយ៉ាទីងឯងទៅជួបអតិថិជនជាមួយខ្ញុំចាស់សុបានខ្ញុំក៏ទៅដែរពួកយើងទៅជួបអតិថិជនតើលោកទៅធ្វើអីប្រកាសជាទៅការពីសុខភាពនេះហើយមិនបាច់ទេពួកយើងគ្មានគ្រោះថ្នាក់អីទេខ្ញុំធ្លាប់និយាយហើយនាងទៅណាខ្ញុំទៅនឹងឲ្យតែនាងចេញពីក្រុមហ៊ុនខ្ញុំត្រូវតែតាមបើមិនអញ្ចឹងទេនាងណាត់អតិថិជនមកក្រុមហ៊ុនមកក៏បានមិនក៏លោកមិនចេះបត់បែនអញ្ចឹងពីមុនពេលគ្មានលោកពួកយើងក៏ជាការងារបែបនេះដែរមិនដែលឃើញមានរឿងអីផងនោះជារឿងពីមុនខ្ញុំមិនខ្វល់ទេបើខ្ញុំសន្យានឹងលោកតាហើយខ្ញុំត្រូវតែធ្វើការឲ្យបានល្អមិនអីទេឈៀនស៊ីទុកឲ្យគាត់ទៅជាមួយទៅស្រេចតែលោកចុះបន្តិចទៀតចូលទៅបើកភ្នែកឲ្យធំបន្តិចទៅបាទបងធំហើយបងធំអីនិយាយប៉ុន្មានដងហើយត្រូវហៅថាអគ្គនាយកលីវបាទអគ្គនាយកលីវពួកយើងចូលទៅជាការងារលោកមិនបាច់ចូលទៅទេប្រយ័ត្នខូចការអស់បានសុំទោសអគ្គនាយកលីវពួកយើងមកយឺតបន្តិចអុយអគ្គនាយកជាងមកយឺតម្លេះអង្គុយចុះអគ្គនាយកលីវមកអគ្គនាយកជាងខ្ញុំសូមលើកមួយកែវជូនពរឲ្យកិច្ចសហប្រតិបត្តិការយើងរលូនសហការរលូនអគ្គនាយកជាងខ្ញុំសូមលើកមួយកែវទៀតជូនពរឲ្យមុខជំនួយរីកចម្រើនលុយហូរចូលដូចទឹកល្អមានបានទាំងអស់គ្នាមានបានទាំងអស់គ្នាមកអគ្គនាយកលីវសូមលើកជូនលោកមួយកែវទៀតអេកែវនេះត្រូវឲ្យអគ្គនាយកជាងផឹកជាមួយខ្ញុំអគ្គនាយកលីវខ្ញុំមិនចេះផឹកស្រាទេមិនចេះផឹកស្រវឹងហើយអាចធ្វើអីក៏បានដែរផឹកពីស្រុកទៅចេះហើយសុំទោសខ្ញុំពិតជាមិនចេះផឹកស្រាមែនអគ្គនាយកជាងនេះមិនមែនជាអាកប្បកិរិយាក្នុងការជាការងារទេមកអគ្គនាយកលីវខ្ញុំផឹកជាមួយលោកមិនបានទេកែវនេះខ្ញុំត្រូវតែផឹកជាមួយអគ្គនាយកជាងអគ្គនាយកជាងបើលោកស្រីមិនផ្ដល់មុខមាត់ឲ្យខ្ញុំប៉ុណ្ណឹងផងអញ្ចឹងកិច្ចសហការក៏មិនបាច់ជែកទៀតដែរបានអគ្គនាយកលីវខ្ញុំផឹកជាមួយលោកអេអញ្ចឹងទើបត្រូវចាក់មកចាក់មកផឹកអេពូកែផឹកណាស់អគ្គនាយកលីវកិច្ចសហការលើកនេះគឺមានប្រយោជន៍សម្រាប់ពួកយើងទាំងសងខាងអញ្ចឹងពួកយើងសម្រេចគ្នានៅពេលនេះទៅយ៉ាទីងយកកិច្ចសន្យាមកចាស់សបានអេរឿងនេះមិនបាច់ប្រញាប់ទេចាំបន្តិចទៀតសិននិយាយអគ្គនាយកលីវតាមពិតពួកយើងឲ្យតម្លៃខ្លាំងណាស់លើកិច្ចសហការនេះលោកមានលក្ខខណ្ឌអ្វីអាចនិយាយមកបានអគ្គនាយកជាងនៅលើតុបាយមិននិយាយរឿងការងារទេចាំពួកយើងញ៉ាំបាយរួចទៅអង្គុយក្បែរនោះសឹមយើងជែកគ្នាលេងយឺតចាំពួកយើងញ៉ាំបាយរួចទៅអង្គុយក្បែរនោះយើងជែកគ្នាលេងយឺត
អាកែនិយោគជាងពួកយើងអាចនិយាយរឿងការងារបានហើយយ៉ាទីងទៅយកកិច្ចសន្យាមកចាសអាកែនិយោគលីវសុំលោកគោរពខ្លួនឯងផងអាកែនិយោគជាងគឺលោកស្រីខ្លួនឯងដែលនិយាយថាចង់ជែកការងារនៅទីនេះខ្ញុំលីវចាស់នេះប៉ះបន្តិចតែមានរឿងអីជែកការងារគឺជែកការងារសុំលោកកុំលូកលាន់អាកែនិយោគជាងនិយាយតាមត្រង់ចុះមានក្រុមហ៊ុនច្រើនណាស់ដែលចង់សហការជាមួយយើងហេតុអីខ្ញុំត្រូវជ្រើសរើសនាងយើងអាចផ្ដល់ប្រាក់ចំណេញច្រើនបំផុតដល់ក្រុមហ៊ុននាងគឺឲ្យនាងចំណេញលុយនិងឈានដល់ចំណុចឈ្នះឈ្នះយើងសហការជាមួយអ្នកណាក៏សុទ្ធតែឈ្នះឈ្នះទាំងអស់បើអគ្គនាយកជាងចង់សហការជាមួយពួកយើងយ៉ាងហោចណាស់ក៏ត្រូវបង្ហាញភាពស្មោះត្រង់ខ្លះដែរភាពស្មោះត្រង់អីយប់នេះនាងមិនបាច់ត្រឡប់ទៅវិញទេនៅទីនេះកំដរខ្ញុំឲ្យបានល្អខ្ញុំនឹងចុះហត្ថលេខាលើកិច្ចសន្យាភ្លាមអាព្រាននេរីនាងមានសំផឹងស្អុយរលួយនាងហ៊ានជីទឹកដាក់អញឥឡូវនេះអញនឹងចាត់ការនាងចាប់នាងសង្កត់ទុកឲ្យអញជាងសេលេងអាព្រាននេរីឆាប់លេងខ្ញុំភ្លាមមានអ្នកណានៅខាងក្រៅយីហ្វឹងដល់ពេលណាហើយឆាប់ជួយខ្ញុំនឹងជាងស៊ីទៅអញជាអ្នកណាចង្រៃវីវាឲ្យងាប់ទៅហ៊ានប៉ះអញឲ្យអញរែកពុនមិនរួចទេអ្នកដែលគំរាមខ្ញុំលើកមុននៅដេកក្នុងមន្ទីរពេទ្យនៅឡើយទេលោកម្ចាស់អត្តសញ្ញាណរបស់ភីគីមខាងទៀតយើងស៊ើបដឹងហើយជាអ្នកណាគេក៏គឺជាបាក់ពួកធំជាងគេនៅយ៉ាងចឹងគឺសមាគមហេមីងបញ្ជូនមកសមាគមហេមីងតើគ្រូសាជាងរបស់យើងទៅប៉ះពាល់សមាគមហេមីងពីអង្គការលោកម្ចាស់តើអាចមានអ្នកណាចំណាយប្រាក់ច្រើនជួសសមាគមហេមីងឲ្យចេញមុខទេវាអាចទៅរួចណាស់តើអ្នកណាជាអ្នកធ្វើតោះយើងទៅជួបប្រធានសមាគមហេមីងអេលោកម្ចាស់ខ្ញុំគិតថាវាគ្រោះថ្នាក់ពេកហើយគ្រូសាជាងរបស់យើងនៅទីភ្លើងឯសមាគមហេមីងនៅទីងឹតពេលនេះខ្ញុំគិតថាយើងមិនគួរទៅបង្កាត់ភ្លើងជាមួយកម្លាំងរបស់ពួកគេទេខ្ញុំដឹងតែសមាគមហេមីងរបស់គេមិនមែនចូលចិត្តលុយទេខ្ញុំមិនជឿថាឲ្យតែខ្ញុំមានលុយមិនអាចយកឈ្នះចិត្តសមាគមហេមីងរបស់គេបាននោះទេលោកម្ចាស់ជាងរកខ្ញុំមានការអីប្រធានហានតើអ្នកណាទៅដែលចង់បានជីវិតចៅស្រីខ្ញុំសុំទោសមិនអាចប្រាប់បានទេ100 លានលោកម្ចាស់ជាងសមាគមហេមីងមានច្បាប់របស់សមាគមហេមីងទោះបីខ្ញុំជាប្រធានសមាគមហេមីងក៏មិនអាចបំពានច្បាប់បានដែរ300 លានលោកកំពុងតែបង្ខំខ្ញុំហើយ500 លានតើអ្នកណាជាមេខ្លោងនៅពីក្រោយខ្នងលោកម្ចាស់ជាងតម្លៃដែលលោកឲ្យពិតជាធ្វើឲ្យខ្ញុំរំភើបចិត្តមែនប៉ុន្តែមានរឿងអីគ្រាន់តែមានគេមកមុនព្រមឲ្យតម្លៃខ្ពស់ជាងនេះដើម្បីចង់បានជីវិតរបស់ជេនណាលោកតាមិនអីទេមែនទេប្រធានហានតើនេះជាវិធីទទួលភ្ញៀវរបស់អ្នកមែនទេគោលបំណងនៃសមាគមហឺមីងរបស់យើងគឺទទួលស្គាល់តែលុយមិនស្គាល់មនុស្សទេអ្នកណាឲ្យលុយច្រើនយើងជួយអ្នកនោះតើគេឲ្យលុយអ្នកប៉ុន្មានខ្ញុំនឹងឲ្យទ្វេដងអ្នកមិនអាចឲ្យបានទេមកដល់ហើយគុំទៅវិញអីស័ក្តិសមសម្រាប់សមាគមហឺមីងរបស់យើងក្នុងការរកលុយបានច្រើនតើអ្នកគិតថាអ្នកពិតជាអាចរក្សាខ្ញុំទុកបានមែនទេសាកល្បងទៅទើបដឹងប្រធានហានខ្ញុំពិតជាមិននឹកស្មានថាសមាគមហឺមីងរបស់អ្នកពិតជាអៀនខ្មាស់មែនថ្ងៃនេះថ្នាក់ខ្ពស់ទាំងពីររបស់គ្រូសាចាំងនឹងស្លាប់នៅក្នុងសមាគមហឺមីងរបស់យើងសមាគមហឺមីងរបស់យើងនឹងល្បីល្បាញមានទាំងកេរ្តិ៍ឈ្មោះនិងលុយកាក់លោកតាខ្ញុំនឹងរារាំងពួកគេអ្នករត់សិនទៅរកឱកាសរត់សិនទៅបើរត់គឺរត់ទាំងអស់គ្នាលោកតាគ្រូសាចាំងមិនអាចខ្វះអ្នកបានទេកុំនិយាយអីទៀតខ្ញុំមិនអាចទុកអ្នកចំម្នាក់ឯងបានទេអ្នកទាំងពីរមិនបាច់ប្រកែកគ្នាទេគ្មានអ្នកណាអាចទៅរួចទេចូលលោកតាប្រយ័ត្នប្រធានទុកឲ្យពួកគេចេញទៅបែបនេះមែនទេមិនអាចដេញតាមទៀតទេសម្លេងវីតបអំបញ្ញមិញបានធ្វើឲ្យកម្លាំងជាច្រើនភ្ញាក់ផ្អើលម្យ៉ាងទៀតគាត់ត្រូវពីរបស់ខ្ញុំហើយទោះជារត់រួចក៏រស់មិនបានយូរដែរមិនអន់ទេដែលជាមេគ្រូសាចាំងកម្លាំងពិតជាខ្លាំងមែនយើងមានគ្នាជាច្រើនអ្នកតែមិនអាចរក្សាពួកគេទុកបានកម្លាំងរបស់ជេនណានពិតជាធ្វើឲ្យខ្ញុំភ្ញាក់ផ្អើលមែនស្ទើរតែឈានដល់ថ្នាក់សុងស៊ីទៅហើយប្រសិនបើយើងមិនបានត្រៀមទុកជាមុនទេការប្រយុទ្ធនេះមិនដឹងថាអ្នកណាចាញ់អ្នកណាឈ្នះទេសមាគមហឺមីងរបស់យើងប្រហែលជារងគ្រោះថ្នាក់ធ្ងន់ធ្ងរត្រឡប់ទៅវិញសិនទៅអាឡូណានណានសៀវស៊ឺឆាប់ត្រឡប់មកវិញលោកតារបស់អ្នកមានរឿងអីណានណានកុំបារម្ភនិយាយមួយលោកតារបស់អ្នកនឹងលោកពូយ៉ាងបានចេញទៅចរចាពេលត្រឡប់មកវិញមានឈាមពេញខ្លួនពេលនេះសន្លប់បាត់ស្មារតីហើយខ្ញុំនឹងត្រឡប់ទៅវិញភ្លាមមនុស្សចង្រៃថៅកែមានការអីលោកតារបស់ខ្ញុំមានរឿងហើយខ្ញុំត្រូវត្រឡប់ទៅវិញតើអ្នកទៅទេលោកតាចេញណាប្រហែលជាទៅស្លាប់ហើយបើគាត់ស្លាប់តើអ្នកណានឹងឲ្យលុយខ្ញុំបើគ្មានលុយតើខ្ញុំអាចចូលជើងដល់ខ្លួនឯងបានដោយរបៀបណាតើខ្ញុំអាចស្វែងរកសាច់ញាតិនិងឪពុកម្ដាយរបស់ខ្ញុំដោយរបៀបណា
លោកតាចាំងរងរបួសធ្ងន់ណាស់នេះមិនមែនជារឿងដែលគ្រោះថ្នាក់បំផុតទេអ្វីដែលសំខាន់បំផុតនោះគឺមានជាតិពុលយ៉ាងសាហាវនៅក្នុងខ្លួនប្រសិនបើមិនត្រូវបានកម្ចាត់ចេញទាន់ពេលវេលាទេវាទំនងជាអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិតនៅពេលណាក៏បានចុះគិតយ៉ាងម៉េចទៅលោកគ្រូពេទ្យសុនលោកត្រូវតែជួយចេញណានលោកគ្រូពេទ្យសុនអ្នកត្រូវតែជួយលោកតារបស់ខ្ញុំរបួសខ្ញុំអាចព្យាបាលបានតែពីខ្ញុំគ្មានសមត្ថភាពទេតាជានោះណាដែលធ្វើឲ្យចេញណានរបួសបែបនេះពិតជាគិតថាគ្រូសាចាំងរបស់យើងគ្មានមនុស្សមែនទេបងអូនថ្លៃកុំបារម្ភខ្ញុំនឹងទៅសួររកអ្នកដែលពូកែខាងបន្សាបជាតិពុលនៅក្នុងទីក្រុងយ៉ាងទោះជាត្រូវចំណាយប៉ុន្មានក៏ដោយក៏ត្រូវតែព្យាបាលចេញណានឲ្យជាសះស្បើយដែររំខានបងធំហើយខ្ញុំក៏ទៅរកវិធីដែរណានសៀវស៊ឺត្រឡប់មកវិញហើយមិនអីទេមែនទេខ្ញុំអាចជួយលោកតាចាំងបានខ្ញុំធ្លាប់រៀនជាមួយលោកគ្រូនៅលើភ្នំយេហ្វុងអ្នកពិតជាអាចជួយលោកតារបស់ខ្ញុំបានទេបានសៀវស៊ឺតាគាត់ជានរណាណានគាត់ឈ្មោះយេហ្វុងគឺជាមនុស្សចង្រៃអីគេមនុស្សចង្រៃណានប៉ុន្មានថ្ងៃមុនលោកតាមិនបានឡើងភ្នំរកមនុស្សបបប្រាស់ម្នាក់ទេគាត់គឺជាសិស្សរបស់មនុស្សបបប្រាស់នោះមនុស្សបបប្រាស់អីគាត់គឺជាទេវតាចាស់អុយទូយ៉ាងណាក៏ខ្ញុំគិតថាពួកគេគឺជាមនុស្សបបប្រាស់អ្នកទាំងអស់គ្នាត្រូវបានគេបោកហើយជួយគាត់ផងជួយចេញណានផងលោកយាយឆាប់ងើបឡើងលោកយាយតើអ្នកទៅអង្វរគាត់ធ្វើអ្វីបើគាត់អាចជួយបានគាត់ជួយបាត់ទៅហើយអង្វរអ្នកផងអ្នកត្រូវតែជួយចេញណានបាទលោកយាយកុំបារម្ភអីហាំមនុស្សចង្រៃតើអ្នកអាចជួយលោកតារបស់ខ្ញុំបានទេបើអ្នកអាចជួយបានជួយឲ្យលឿនមកសៀវស៊ឺមិនត្រូវឆ្លើយដាក់ទេវតាតូចទេពិតជាមិនដឹងថាហេតុអ្វីបានជាអ្នកជួយគាត់ម្លេះជាក់ស្ដែងគាត់គឺជាមនុស្សបបប្រាស់និងជាមនុស្សចង្រៃសៀវស៊ឺឆាប់សុំទោសទេវតាតូចភ្លាមខ្ញុំមិនសុំទោសទេបានហើយមិនបាច់សុំទោសទេប្រសិនបើជាពលរាលដាលចូលដល់សរីរាង្គខាងក្នុងនោះវានឹងមានបញ្ហាខ្ញុំគួរតែជួយសង្គ្រោះគាត់សិនរំខានទេវតាតូចហើយចេញណានអាមនុស្សចង្រៃតើអ្នកបានធ្វើអីដាក់លោកតារបស់ខ្ញុំប្រសិនបើលោកតារបស់ខ្ញុំមានរឿងអីខ្ញុំនឹងមិនលើកលែងឲ្យអ្នកទេនេះគឺជាប្រកម្មធម្មតាអ្វីដែលចេញមកគឺជាពលតើខ្ញុំកើតអីហ្នឹងចេញណានតើអ្នកភ្លេចហើយឬអ្នកចេញទៅក្រៅមួយផ្លេតពេលត្រឡប់មកវិញក៏ខ្លាចជាបែបនេះវាគឺយ៉ាងខាយដែលបានអ្នកត្រឡប់មកវិញខ្ញុំចាំបានហើយខ្ញុំនឹងយ៉ាងខាយបានទៅសមាគមហ៊ឺមីងជាលទ្ធផលក៏ធ្លាក់ក្នុងអន្ទាក់របស់ហានហ្វេហ្វេខ្ញុំបានប្រយុទ្ធយ៉ាងអស់ពីសមត្ថភាពត្រូវពីស្នឹងសន្លប់តើយ៉ាងខាយយ៉ាងម៉េចហើយគាត់រងរបួសធ្ងន់ណាស់ដើម្បីអ្នកកំពុងតែសម្រាប់ព្យាបាលចេញណានសំណាងហើយដែលអ្នកទៅរកលោកតាទេវតាប្រសិនបើមិនមែនដោយសារទេវតាតូចនេះទេអាយុជីវិតរបស់អ្នកមុខជាត្រូវបញ្ចប់ហើយតើទេវតាតូចជាអ្នកជួយខ្ញុំមែនទេឆាប់ជួយគ្រីខ្ញុំងើបឡើងអរគុណទេវតាតូចលោកតាសម្រាប់សិនទៅទោះបីជាពីស្ត្រូវបានបន្សាបហើយក្តីតែអ្នកក៏នៅតែរងរបួសធ្ងន់ដែរចេញណានទេវតាតូចនិយាយត្រូវហើយអ្នកត្រូវសម្រាប់ឲ្យបានល្អយើងគួរតែអរគុណទេវតាតូចពិតជាមិនអន់ទេដែលជាសិស្សផ្ទាល់របស់លោកតាទេវតាខ្ញុំប្រកល់សៀវស៊ឺឲ្យអ្នកការពារខ្ញុំទុកចិត្ត 100% ហើយលោកតាខ្ញុំមិនត្រូវការគាត់ការពារទេយេហ្វុងពិតជាអាចជួយលោកតាបានមែនតើខ្ញុំយកខុសលើគាត់មែនទេបើគាត់ពិតជាមានបញ្ចូលប្រាក់សម្រាប់បន្សាបពីលោកតាមែនចុះហេតុអ្វីបានជាពីពូនោះគាត់ត្រូវប្រាមាត់បិទវាចេញហើយចំកន្លែងរស័ព្ទទៀតទោះជាមិនមែនជាមនុស្សបោកប្រាស់ក៏ជាមនុស្សចង្រៃដែរលោកតាខ្ញុំមានរឿងមួយត្រូវប្រាប់អ្នកទេវតាតូចសូមនិយាយមករឿងដែលអ្នកត្រូវពីយកល្អកុំទាន់ប្រាប់អ្នកណាអីហេតុអ្វីខ្ញុំមានអារម្មណ៍ថាអ្នកទាំងពីរដែលទើបតែចេញទៅមានបំណងសម្លាប់អ្នកមានន័យថាពួកគេចង់សម្លាប់អ្នកអំបញ្ញមិញមានអ្នកណាខ្លះមកក្រៅពីលោកគ្រូពេទ្យសុនគឺមានឪពុកកូនចាំងចេញតេងអូមិនមែនជាគ្រូពេទ្យនោះទេចុះហេតុអ្វីបានជាឪពុកកូនចាំងចេញតេងចង់សម្លាប់ចេញណានឪប្រុសចង់សម្លាប់លោកតាមិននឹងអាចទៅរួចពួកគេគឺជាបងប្អូនបង្កើតនឹងគ្នាអ្នកទាំងអស់គ្នាកុំខកពីរឿងនេះអីចង់ចាំទុករឿងដែលខ្ញុំត្រូវបានបន្សាបពីនេះដាច់ខាតមិនត្រូវប្រាប់អ្នកណាឲ្យដឹងទេមនុស្សចង្រៃអរគុណដែលបានជួយលោកតារបស់ខ្ញុំអ្នកអាចជប់ហៅខ្ញុំថាមនុស្សចង្រៃទៀតបានទេខ្ញុំពិតជាចង់ជួយសង្គ្រោះអ្នកមែនចុះអ្នកបន្សាបពីឲ្យលោកតារបស់ខ្ញុំអ្នកអាចប្រាំចូលចាក់បានចុះហេតុអ្វីដល់វិញខ្ញុំត្រូវប្រាមាត់បិទចេញជាពលទាំងពីរប្រភេទនេះគឺខុសគ្នាមួយគឺជាជាពលសរសៃប្រសាទមួយទៀតគឺជាជាពលក្នុងឈាមពីពូនោះគឺជាជាពលក្នុងឈាមដូច្នេះខ្ញុំត្រូវប្រាមាត់បិទចេញវាគឺជាវិធីដែលលឿននិងមានប្រសិទ្ធភាពបំផុតខ្ញុំជឿអ្នកក៏ចម្លែកដែរអ្នកគ្រាន់តែចង់ឆ្លៀតឱកាសខ្ញុំប៉ុណ្ណោះខ្ញុំពិតជាមិនអាចលៀងជំរះភាពស្អាតស្អំបានទេទោះបីជាលោតចូលទន្លេលឿនក៏ដោយចឹងអ្នកលោតទៅខ្ញុំនឹងជឿអ្នកយ៉ាងហោចណាស់ខ្ញុំក៏បានជួយលោកតារបស់អ្នកដែរអ្នកអាចឲ្យរង្វាន់ខ្ញុំខ្លះបានទេប្រសិនបើគាត់ទាមទារនៅសំណើដែលហួសហេតុពេកតើខ្ញុំគួរធ្វើដូចម្តេចអ្នកតើអ្នកចង់បានរង្វាន់អ្វីឲ្យលុយខ្ញុំមកដឹងតែពីទារលុយខ្ញុំខ្វះលុយណាស់បានហើយខ្ញុំនឹងពិចារណាមើលរងចាំបន្តិចអូមែនហើយអ្នកនិយាយថាអូប្រុសចង់សម្លាប់លោកតារបស់ខ្ញុំតើវាពិតមែនទេខ្ញុំអាចមើលឃើញពីកែវភ្នែករបស់អ្នកទាំងពីរថាពួកគេមានចិត្តណាសម្លាប់លោកតារបស់អ្នកប៉ុន្តែពួកគេគឺជាបងប្អូនបង្កើតហេតុអ្វីបានជាទៅជាបែបនេះចុះខ្ញុំដឹងរឿងនេះតាមណាខ្ញុំមិនមែនជាអ្នកចេះគ្រប់យ៉ាងទេអ្នកគិតថាចេនណានអាចនឹងជាសះស្បើយទេមិនអាចទេប្រធានហានបានប្រាប់ខ្ញុំថាចេនណានត្រូវពីរបស់គាត់ស្លាប់ជាមិនខានរងចាំឲ្យតាស្រុកនេះស្លាប់ទៅគ្រូសាចាំងនេះនឹងក្លាយជារបស់ពួកយើងហារៀបចំផែនការអស់រយៈពេលយ៉ាងយូរបង្ខាត់អស់យ៉ាងច្រើនទីបំផុតគ្រូសាចាំងនឹងធ្លាក់មកក្នុងកណ្ដាប់ដៃឪពុកកូនយើងហើយចាំងឈៀនស៊ឺក្មេងស្រីតូចដែលត្រូវបានគេយកចិត្តទុកដាក់នោះគ្មានអ្វីគួរឲ្យខ្លាចនោះទេចាំងឈៀនស៊ឺនេះទោះបីជាមានចរិតជាកូនស្រីអ្នកមានបន្តិចមែនតែរូបរាងពិតជាមិនអន់ទេស្អាតជាងម្ដាយនាងទៅទៀតឬថាត្រូវបានគេចាត់ទុកជាស្រីស្អាតលេខ1ប្រចាំទីក្រុងយ៉ាងរងចាំឲ្យតាស្រុកនេះស្លាប់ទៅយើងនឹងទទួលយកគ្រូសាចាំងអាចរៀបការនាងចេញ
ដើម្បីបដូរយកផលប្រយោជន៍គ្រួសារខ្លះជឿថាមានកូនប្រុសគ្រួសារអភិជនជាច្រើនចង់បាននាងគំនិតនេះមិនអន់ទេលើកនេះដើម្បីសម្រាប់ចេនណានយើងបានចំណាយប្រាក់យ៉ាងច្រើនយកក្មេងស្រីតូចនេះទៅបដូរយកផលប្រយោជន៍ខ្លះមកវិញដើម្បីសងការខាតបង់របស់យើងក៏មិនអន់ដែរលើកមុនកូនប្រុសច្បងត្រកូលហួងបានបញ្ជូនមនុស្សទៅចាប់ចម្រិតជាងឈៀនសៀហើយវាបានបរាជ័យដាំឡើយខ្ញុំចង់ឲ្យឃាតកររបស់សមាគមហ៊ុយមីងដែលលួចតាមដានជាងឈៀនសៀឆ្លៀតឱកាសកំចាត់នាងចោលហើយទម្លាក់កំហុសទៅលើត្រកូលហួងដើម្បីបញ្ឆេះឲ្យត្រកូលហួងចេញមុខទៅដោះស្រាយជាមួយជាងជឿនណានប៉ុន្តែលទ្ធផលក៏បរាជ័យដែរមើលទៅតាចាស់ម្នាក់នេះបានដាក់អ្នកខ្លាំងលាក់ខ្លួននៅក្បែរជាងឈៀនសៀហើយតើអាចជាក្មេងប្រុសម្នាក់ដែលមកជាមួយជាងឈៀនសៀថ្ងៃនេះដែរឬទេមើលទៅមិនសំសោះក្មេងសោះអាចទប់ទល់នឹងអ្នកខ្លាំងលំដាប់ទី1របស់សមាគមហ៊ុយមីងបានឬប្រហែលជាលាក់ខ្លួននៅកន្លែងងឹតហើយក៏ត្រូវដែរមិនអីទេឲ្យតែជាងជឿនណានស្លាប់យើងនឹងអាចគ្រប់គ្រងត្រកូលជាងបានយ៉ាងរលូនហើយពេលនោះគ្រាន់តែប្រមូលយកមកវិញគឺចាប់ហើយជាងឈៀនសៀនិងអង្គរៈនោះពួកឯងចាំមើលទៅលោកម្ចាស់វ័យក្មេងនេះនឹងធ្វើឲ្យពួកឯងលុតជង្គង់សុំរស់មិនបានសុំស្លាប់ក៏មិនបានលោកម្ចាស់អ្នកទាំងពីរនេះគឺជាឃាតករកំពូលលំដាប់ទី1ដ៏ល្បីល្បាញក្នុងពិភពគុណអ្នកទាំងពីរមានចិត្តគំនិតដូចគ្នាបើចូលរួមកម្លាំងគ្នាគឺខ្លាំងពូកែណាពួកឯងជាឃាតករកំពូលលំដាប់ទី1ហើយអ្វីខ្ញុំមើលទៅមិនដូចសោះហើយក៏មិនធ្លាប់ឮឈ្មោះពួកឯងដែរយើងរស់នៅលាក់ខ្លួនរាប់ឆ្នាំមកហើយថ្មីនេះទើបចុះពីភ្នំដើម្បីស្វែងរកឱកាសទម្លុះធម្មពលពីកំណើតចុះពួកឯងវាឈ្នះអ្នកខ្លាំងលំដាប់ទី1ទេបងប្អូនយើងទាំងពីរអ្នករួមដៃគ្នាគុំថាឡើយអ្នកខ្លាំងលំដាប់ទី1សូម្បីតែអ្នកមានធម្មពលពីកំណើតក៏ហ៊ានទោលដែរបើពួកឯងពិតជាមានសមត្ថភាពនេះមែនទៅថ្ងៃមុខតាមខ្ញុំទៅខ្ញុំធានាថានឹងឲ្យពួកឯងរស់នៅសនុកសុខស្រួលយើងគ្រាន់តែចង់រកលុយមួយដុំរួចបន្តដើរលេងក្នុងពិភពគុណទៀតក៏បានឲ្យតែពួកឯងជួយសងសឹកខ្ញុំបានខ្ញុំឲ្យម្នាក់10លានយល់ព្រមតើមិនដឹងថាស្ត្រូវរបស់លោកម្ចាស់ហួងមានសមត្ថភាពកម្រិតណាទេសមត្ថភាពច្បាស់លាស់យ៉ាងណាខ្ញុំមិនសូវច្បាស់ទេប្រហែលជាអ្នកខ្លាំងលំដាប់ទី1ហើយបើត្រឹមជាអ្នកខ្លាំងលំដាប់ទី1ធម្មតានរណាម្នាក់ក្នុងចំណោមពួកយើងក៏អាចដោះស្រាយបានយ៉ាងនេះដែរលោកម្ចាស់ដំណឹងល្អដ៏ធំធ្វើស្អីហ្នឹងមិនឃើញខ្ញុំកំពុងរត់ទេអីធ្វើឲ្យភ្ញាក់អើលោកម្ចាស់ពិតជាដំណឹងល្អមែនលោកម្ចាស់មានដំណឹងល្អវិញនិយាយមកបើហ៊ានកុហកខ្ញុំនឹងមួយក្បាលអញចោលមិនខានលោកម្ចាស់មេគ្រូសាត្រកូលជាងលោកជាងជឿនណានចិត្តស្លាប់ហើយហ៎ជាងជឿនណានចិត្តស្លាប់ហើយតាំងពីពេលណាគឺថ្ងៃនេះគេថាលោកត្រូវឆ្នាំពោះយ៉ាងសាហាវគ្មាននរណាអាចបន្សាបបានទេមានតែរងចាំសេចក្តីស្លាប់ឯងច្បាស់ទេពិតជាច្បាស់ណាស់ដំណឹងនេះបានផ្សព្វផ្សាយទៅហើយល្អណាស់ឲ្យតែជាងជឿនណានស្លាប់គ្រូសាត្រកូលជាងនឹងបែកបាក់ពីមុនតាចាស់មិនឲ្យខ្ញុំទៅរករឿងពួកវាព្រោះខ្លាចជាងជឿនណានតច្រកព្រោះគាត់បាត់បង់កូនតាំងពីវ័យកណ្ដាលនៅសល់តែចៅស្រីម្នាក់បើចៅស្រីគាត់មានគ្រោះថ្នាក់អ្វីទៀតគាត់ប្រកាសជាតច្រកសងសឹកដោយមិនខ្វល់អ្វីទាំងអស់ឥឡូវល្អហើយគ្មានអ្នកណាអាចមករ៉ាំងខ្ញុំមិនឲ្យសងសឹកបានទេតោះទៅរកជាងឈៀនសៀនិងសន្តិសុខនោះឥឡូវនេះខ្ញុំចង់ឲ្យពួកវាដឹងពីលទ្ធផលដែលហ៊ានយកខ្ញុំប៉ុន្តែលោកម្ចាស់លោកតាអត់ឲ្យលោកចេញក្រៅទេបារឹងជាងជឿនណានចិត្តស្លាប់ហើយតើតាចាស់អាចបន្តឃុំខ្លួនខ្ញុំបានយ៉ាងម៉េចចំពេលល្អខ្ញុំបានចំណាយលុយយ៉ាងច្រើនជួលឃាតករកំពូលលំដាប់ទី1 2នាក់តោះសន្តិសុខដែលវាអញថ្ងៃមុននៅណាថ្ងៃនេះអញមកសងសឹកហើយលោកម្ចាស់ហួងអាកែនាយកជាងនឹងបងយីមិននៅក្រុមហ៊ុនទេថ្ងៃនេះមិននៅទេចឹងខ្ញុំឡើងទៅមើលសិនណែលោកម្ចាស់ហួងណែមានអ្នកមករករឿងហើយចេញមកឆាប់ឡើងហួងយូហាងលោកកំពុងធ្វើអ្វីទីនេះមិនស្វាគមន៍លោកទេធ្វើអ្វីការពិតគឺមកសងសឹកហើយលើកមុនអាចខ្ញុំបោកគេបានមិនសងសឹកទេតែហួងយូហាងអាចចូលជាងនៅក្រុមយ៉ាងជឿនយ៉ាងម៉េចហួងយូហាងលោកមិនភ្លេចទេដឹងឈៀនសៀគឺជាមនុស្សរបស់ត្រកូលជាងនិងត្រកូលហួងរបស់លោកសុទ្ធតែជាគ្រួសារធំទាំង4នៅក្រុងយ៉ាងឈឿនលោកធ្វើបែបនេះមិនខ្លាចត្រកូលជាងសងសឹកទេសងសឹកតាចាស់ជាងជឿនណានចិត្តស្លាប់ហើយមែនទេហាយកអីមកទល់នឹងត្រកូលហួងរបស់អញបើគ្មានជាងជឿនណានត្រកូលជាងរបស់គេក៏គ្មានលក្ខណៈសម្បត្តិធ្វើជាគ្រួសារធំទាំង4នៅក្រុងយ៉ាងឈឿនដែរមិនអាចទេលោកនិយាយផ្ដេសផ្ដាស់ពីរោះថ្ងៃមុនខ្ញុំទៅតែបានឃើញលោកតាខ្ញុំគាត់មានសុខភាពល្អណាស់មិនដូចអ្វីដែលលោកនិយាយសោះអញត្រូវនិយាយច្រើនជាមួយនាងធ្វើអីហាវាយកុំតិចឲ្យអញស្រែកទៅនៅក្រុងយ៉ាងឈឿនអញគឺជាច្បាប់ឥឡូវអ្នកទាំងអស់គ្នាចាក់ចេញជាបន្ទាន់ខ្ញុំអាចធ្វើពុតជាមិនឃើញអ្នកដែលនៅសល់កុំបន្ទោសខ្ញុំថាមិនយកយល់ឲ្យសោះអូហូមិនជួបគ្នាប៉ុន្មានថ្ងៃឃើញថាអញមានចរិតធំជាងមុនតើចង់បានរៀនក៏មានរៀនចង់បានមុខមាត់ក៏មានមុខមាត់ដែរហួងយូហាងឈៀនសៀនិងយីហ្វឹងចិត្តមកដល់ហើយលោកគុំធ្វើផ្ដេសផ្ដាស់អញរងចាំតែពួកវានឹងប៉ុន្តែមុនពេលពួកវាត្រឡប់មកវិញអញអាចស្និទ្ធស្នាលជាមួយនាងជាមុនសិនហួងយូហាងខ្ញុំនិយាយម្ដងទៀតលោកគុំធ្វើផ្ដេសផ្ដាស់អញធ្វើផ្ដេសផ្ដាស់ហើយមិនដែរវាជាសំណាងរបស់នាងហើយស៊ូយ៉ាទីងនាងគិតមើលបើនាងនិយាយល្អពីខ្ញុំនៅមុខជាងឈៀនសៀពេលនេះប្រហែលជាខ្ញុំបានជាងឈៀនសៀបាត់ទៅហើយអញ្ចឹងខ្ញុំគួរតែអរគុណនាងឲ្យបានច្រើនប៉ុន្តែតាមខ្ញុំដឹងនាងប្រហែលជានិយាយដាំខ្ញុំមិនតិចទេមែនទេគំនុំចាស់ថ្មីនេះគិតបូកបញ្ចូលគ្នាទេខ្ញុំមិនដែលនិយាយអាក្រក់ពីលោកទេអាកែនាយកជាងលោកម្ចាស់ហួងមកដល់ហើយណែណាឡើងទៅលើហើយ
mấy cô phụ anh mình khó tiềnបន្តិចទៅលោកម្ចាស់ហ៊ូនាំអ្នកខ្លាំងមកច្រើនណាស់យើងមិនហ៊ានខកទេគាត់ទៅតែគាត់របាញ់មិញក៏ត្រូវគេវាឆាប់ទៅពួកឯងគិតខ្លួនឯងជាស្អីហ្នឹងជាងស៊ីជួយខ្ញុំផងយីហ្វឹងជួយនាងពួកវាសំបីតែខ្លួនឯងក៏ការពារមិនរួចផងយកពេលឯណាទៅជួយនាងនោះហួងយូហាងលោកចង់ធ្វើអ្វីឲ្យប្រាកដចង់ធ្វើអ្វីការពិតគឺសំសឹកហើយលទ្ធផលដែលហ៊ានប្រមាថខ្ញុំមានតែផ្លូវស្លាប់មួយគត់លើកមុនអ្នកដែលវីលោកគឺខ្ញុំទេបើមានសមត្ថភាពមកទល់នឹងខ្ញុំមកធ្វើបាបមនុស្សស្រីចាត់ទុកជាអ្វីឯងឈ្មោះយីហ្វឹងមែនទេហាត្រឹមតែសន្តិសុខកំពេចកំពកហ៊ានវាឯងផងអញសម្លាប់ឯងចោលមើលទៅមេរៀនដែលបង្រៀនឯងលើកមុននៅមិនទាន់គ្រប់គ្រាន់ទេហារកស្លាប់កាច់ជើងវាចោលទៅយីហ្វឹងឯងគិតថាឯងឈ្នះហើយមែនទេហាអញប្រាប់ឯងតាមត្រង់ចុះពីអ្នកនេះជាឃាតករកម្ពុជាដែលអញចំណាយលុយយ៉ាងច្រើនជួលមកសូម្បីតែអ្នកមានធម៌ពលពីកំណើតក៏អាចប្រកួតបានដែរអញប្រាប់ឯងបើដឹងខ្លួនឆាប់លុតជង្គង់សុំក្តីមេត្តាទៅតើលោកជាអ្នកណាបាត់ពុនមិនអត់ទេប្រាប់ឈ្មោះមកមិនបាច់ឲ្យពួកឯងដឹងទេសម្ដីធំដុំណាស់អញ្ចឹងបងប្អូនយើងទាំងពីរអ្នកលែងយកយល់ហើយពួកអ្នកកុំបារម្ភអីពួកវាទាំងពីរធ្វើអ្វីខ្ញុំមិនបានទេអញគិតថាឯងជាអ្នកណាទើបធ្វើអ្វីឯងមិនបានថ្ងៃនេះអញនឹងកំចាត់ឯងចោលរួចធ្វើទារុណកម្មឯងបន្តិចម្ដងចាត់ការទៅនេះហើយជាអ្នកខ្លាំងលំដាប់ទី1ដែលអញជួលមកខ្សោយណាស់មិនក៏អាចទៅរួចពួកវាជាឃាតករកម្ពុជាមិនក៏ដួលភ្លាមបែបនេះឯងកុំចូលមកចិត្តយីហ្វឹងមកហើយខ្ញុំជាកូនប្រុសច្បងត្រកូលហួងអញមិនអាចសម្លាប់ខ្ញុំបានទេបើអញសម្លាប់ខ្ញុំឯងនឹងគ្មានកន្លែងឈរជើងនៅក្រុងយ៉ាងជឿនឡើយម្យ៉ាងទៀតជាងជឿនណានចិត្តស្លាប់ហើយដល់ពេលនោះគ្រួសារត្រកូលជាងពិតជាមិនអាចការពារអញបានទេគ្មានផ្លូវអាចទ្រាំទ្រនឹងកំហឹងរបស់គ្រួសារត្រកូលហួងខ្ញុំបានឡើយមិនបាច់និយាយទេមិនក៏ស្រាប់តែហ៊ាននាំមនុស្សមួយក្រុមមកទីនេះទាំងកណ្ដាប់ថ្ងៃការពិតគឺដឹងរឿងលោកតាជាងពលនឹងឯងអ្វីលោកតាពលមិនក៏អញ្ចឹងទៅវិញលោកតាត្រូវគេដាក់ថ្នាំពោយ៉ាងសាហាវលេងខ្ញុំទៅបើលេងខ្ញុំទៅថ្ងៃក្រោយខ្ញុំមិនមករករឿងអ្នកទៀតទេយ៉ាងម៉េចដែរមិនយ៉ាងម៉េចទេគ្រួសារត្រកូលហួងខ្ញុំគឺជាគ្រួសារមួយក្នុងចំណោមគ្រួសារធំទាំង4នៅក្រុងយ៉ាងឈឹងឯងពិតជាចង់តាំងខ្លួនជាស្ត្រូវនឹងយើងមែនទេត្រឹមគ្រួសារត្រកូលហួងតូចតាចមួយពិតជាគិតថាខ្លួនឯងគ្មានគូប្រៀបមែនទេខ្ញុំឲ្យលុយឯងអញ្ចឹងចង់បានប៉ុន្មានក៏ខ្ញុំឲ្យដែរយីហ្វឹងលោកកុំជឿថាគេនឹងឲ្យលុយលោកឲ្យសោះមនុស្សដូចគេនេះបើលោកលែងគេទៅគេមិនត្រឹមតែមិនឲ្យលុយទេថែមទាំងមករករឿងលោកទៀតមែនហើយយីហ្វឹងកុំជឿគេឲ្យសោះឲ្យខ្ញុំច្បាស់ជាឲ្យហើយខ្ញុំស្បត់ថាខ្ញុំមិនមករករឿងអ្នកទៀតទេកុំអីខ្ញុំគ្រាន់តែសួរលេងទេទោះខ្ញុំខ្វះលុយមែនតែមិនមែនលុយអ្នកណាក៏ខ្ញុំយកនោះទេតោះយីហ្វឹងអរគុណលោកហើយបើខ្ញុំសង្គ្រោះអ្នកមិនបានទេប្រហែលជាថ្ងៃនេះខ្ញុំប្រហែលជាត្រូវបំផ្លាញដោយវងយូហេងហើយកុំបារម្ភគាត់មិនអាចក្រោកបានទៀតទេពិតជាជនពៀមែនអប់យ៉ាងតឹងក៏មិនដឹងរុញចេញដែរខ្ញុំបានប្រឹងប្រែងអស់ពីសមត្ថភាពហើយលោកប្រុសធំរងរបួសធ្ងន់ធ្ងរណាស់ទោះបីជាមិនស្លាប់ប៉ុន្តែក៏ពិបាកនឹងដឹងខ្លួនវិញដែរមានន័យថាម៉េចលោកប្រុសធំភាគច្រើនអាចនឹងក្លាយជាមនុស្សរកជាតិគ្រាន់តែអាចសាកល្បងសិនមិនហ៊ានធានាថានឹងអាចដឹងខ្លួនវិញទេយូហេងឆាប់ដឹងខ្លួនឡើងក្រោកឡើងមើលមុខម៉ាក់មកយំរកអីមិនមែនមកពីញៀងទម្រើវាទេគាត់ខ្លាចជាបែបនេះទៅហើយអ្នកនៅតែនិយាយពាក្យមិនសមរម្យទៀតកូនត្រូវគេវាដល់ថ្នាក់នេះទៅហើយអ្នកមិនទៅសង្ស័យទេតែបែរជាមកខឹងខ្ញុំទៅវិញទម្រើកូនដូចសម្រាប់កូនអញ្ចឹងតាំងពីតូចនាងតែងតែទម្រើវាឥឡូវយ៉ាងម៉េចហើយវងប៊ីសកូននេះជារបស់ខ្ញុំតែម្នាក់ឯងមែនទេហេតុអ្វីអ្នកមិនប្រដៅវាខ្លះមួយថ្ងៃដឹងតែដើរលេងផឹកស៊ីបើកូនមានគ្រោះថ្នាក់អ្វីខ្ញុំមិនលើកលែងឲ្យអ្នកទេបានហើយចែងឆែនហ៊ានប៉ះកូនប្រុសរបស់ខ្ញុំច្បាស់ជាត្រូវបង់តម្លៃសម្រាប់រឿងនេះខេនជួតាអ្នកគិតយ៉ាងណាចំពោះយីវែងតើមានន័យថាម៉េចគឺថាតើអ្នកគិតថាគាត់ជាមនុស្សបែបណាជាជនពាលនិងជាអ្នកបោកប្រាស់ប៉ុន្តែខ្ញុំគិតថាគាត់មិនដូចជាអ្នកបោកប្រាស់ទេគាត់ពូកែយ៉ាងនេះតើអាចជាអ្នកបោកប្រាស់យ៉ាងម៉េចទៅទោះបីគាត់មិនមែនជាអ្នកបោកប្រាស់ក៏គាត់នៅតែជាជនពាលដែរអ្នកភ្លេចហើយឬពេលគាត់ជួបខ្ញុំលើកដំបូងគាត់បានធ្វើរឿងបែបនោះដាក់ខ្ញុំតើគាត់មិនមែនដើម្បីជួយអ្នកទេហេនជួតាអ្នកអាចមានការយល់ច្រឡំចំពោះគាត់ទេយេរិងហេតុអ្វីអ្នកជួយនិយាយការពីអ្នកក្រៅខ្ញុំគ្រាន់តែនិយាយតាមហេតុផលប៉ុណ្ណោះគាត់មើលទៅពិតជាមិនដូចជនពាលទេគាត់ជាមនុស្សដែលស្រឡាញ់យុទ្ធធម៌ណាស់មិនមែនគាត់ទើបតែជួយសង្គ្រោះអ្នកថ្ងៃនេះទេតើអ្នកចង់បោះបង់ខ្ញុំដែលជាមិត្តសម្លាញ់ធំដឹងក្តីជាមួយគ្នាតាំងពីតូចនេះមែនទេ
អូយឆេនឈូនិយាយរឿងបោះបងអីអ្នកគឺជាមិត្តសម្លាញ់ដ៏ល្អបំផុតរបស់ខ្ញុំក្នុងមួយជីវិតនេះចុះហេតុអ្វីអ្នកនៅតែជួយនិយាយការពីគាត់ខ្ញុំគ្រាន់តែមានអារម្មណ៍ថាពេលនៅក្បែរគាត់មានអារម្មណ៍សុវត្ថិភាពយ៉ាងចម្លែកហាក់ដូចជាគាត់អាចដោះស្រាយគ្រប់រឿងទាំងអស់បានកុំប្រាប់ណាថាអ្នកលងស្រឡាញ់គាត់ហើយប្រហែលជាមិនមែនទេអែមមានបន្តិចត្រឹមតែបន្តិចហ្នឹងចំណាប់អារម្មណ៍ល្អគឺជាការចាប់ផ្ដើមនៃក្តីស្រឡាញ់យើងអ្នកដាច់ខាតមិនត្រូវលងខ្លួនទេគាត់គ្រាន់តែជាជនពីម្នាក់ប៉ុណ្ណោះឈប់និយាយហើយចូលគេងតាមពិតទៅការចូលចិត្តយីវែងក៏មិនមានអ្វីអាក្រក់ដែរអ្នកនិយាយថាម៉េចទៅគ្មានអ្វីទេតើមានដំណឹងអ្វីពីភីគីយ៉ែងហ្សែនដងដែរឬទេភ្លេចប្រាប់អ្នកអំបញ្ញមិញយ៉ែងហ្សែនដងបានទូរស័ព្ទមកប្រាប់ថាគាត់បានរកគ្រូពេទ្យម្នាក់ដើម្បីមកមើលថាតើអាចជួយបន្សាបជាតិពុលឲ្យអ្នកបានឬអត់បន្សាបជាតិពុលខ្ញុំគិតថាគាត់ចង់ដឹងថាខ្ញុំពិតជាស្លាប់ឬនៅទេលោកគ្រូទេវតាតូចតើអាចមានការយល់ច្រឡំទេទោះយ៉ាងណាយ៉ែងហ្សែនដងគឺជាបងប្រុសធំរបស់អ្នកតើគាត់ចង់សម្លាប់អ្នកដោយរបៀបណាមិនដឹងទេអំណាចនោះវាមានការលបួងខ្លាំងប៉ុណ្ណាសម្រាប់មនុស្សម្នាក់បើខ្ញុំស្លាប់ឥឡូវនេះជាវឈោនៅមិនទាន់មានសមត្ថភាពគ្រប់គ្រងគ្រួសារយ៉ែងទេនោះអាជីវកម្មដ៏ធំរបស់គ្រួសារយ៉ែងនឹងធ្លាក់ទៅក្នុងកណ្ដាប់ដៃឪពុកនិងកូនរបស់ពួកគេលើកនេះសំណាងហើយដែលបានលោកគ្រូទេវតាតូចដែលជាសិស្សផ្ទាល់របស់លោកគ្រូទេវតាចាស់មិនបាច់និយាយអ្វីផ្សេងទេត្រឹមតែសមត្ថភាពបន្សាបជាពលរបស់គាត់តើមានអ្នកណាអាចប្រៀបផ្ទឹមបានខ្ញុំគ្រាន់តែមិនយល់តើអំណាចពិតជាសំខាន់មែនទេបើខ្ញុំទីមិនខុសទេអ្នកដែលជួលក្រុមហ៊ីមិញមកធ្វើឃាតជាវឈោលើកនេះគឺឪពុកនិងកូនរបស់ពួកគេអ្វីអ្នកដែលធ្វើឃាតជាវឈោគឺជាឪពុកនិងកូនរបស់ពួកគេមិនត្រឹមតែប៉ុណ្ណោះគ្រោះថ្នាក់ចរាចរណ៍ដែលឪពុកម្ដាយរបស់ជាវឈោជួបប្រទះក៏អាចជាស្នាដៃរបស់ពួកគេដែរគោលបំណងគឺចង់ឲ្យខ្សែស្រឡាយរបស់ខ្ញុំផុតពូជដើម្បីពួកគេងាយស្រួលដណ្ដើមអំណាចគ្រួសារយ៉ែងតែអាចទៅរួចយ៉ាងម៉េចនោះគ្រាន់តែជាគ្រោះថ្នាក់ចៃដន្យឲ្យប៉ុណ្ណោះចៃដន្យគ្រោះថ្នាក់ចៃដន្យឲ្យក៏អាចត្រូវបានរៀបចំឡើងដែរអូយចុះយើងគួរធ្វើម៉េចទៅពួកគេជិតមកដល់ហើយបើគាត់ដឹងថាជាពលរបស់អ្នកត្រូវបានបន្សាបហើយតើគាត់នឹងវាប្រហារដល់តទេវាអាចទៅរួចណាស់ឥឡូវនេះខ្ញុំនៅមិនទាន់អាចធ្វើចលនាខ្លាំងបានទេអញ្ចឹងអ្នកឆាប់ទូរស័ព្ទទៅឈៀវឈោទៅអញ្ជើញលោកគ្រូទេវតាតូចមកទីនេះឲ្យតែមានលោកគ្រូទេវតាតូចនៅទីនេះឪពុកនិងកូនពួកគេនឹងមិនអាចធ្វើព្យុះភ្លៀងបានទេលើកនេះខ្ញុំត្រូវតែលាតត្រដាងមុខមាត់ពិតរបស់ឪពុកនិងកូនពួកគេបានខ្ញុំនឹងទៅទូរស័ព្ទឥឡូវនេះសង្ហាហើយរៀងស្អាតទៀតអារម្មណ៍នឹងណហើយសមត្ថភាពក៏ខ្លាំងក្រៅពីក្របន្តិចគាត់គ្រាន់តែជាបរិសុទ្ធដ៏ល្អឥតខ្ចោះបើខេនឈូមិនចង់បានគាត់ខ្ញុំចង់បានយ៉ាងហោចណាស់ថ្ងៃក្រោយខ្ញុំនឹងរកលុយចិញ្ចឹមគាត់យាយរៀងតើអ្នកពិតជាលងស្រឡាញ់យីវែងមែនទេបើស្រឡាញ់ក៏ស្រឡាញ់ទៅតាក់ទងអីនឹងខ្ញុំយ៉ាងណាក៏ខ្ញុំមិនចូលចិត្តគាត់ដែរអាឡូជាវឈូឥឡូវនេះអ្នកត្រូវនាំលោកគ្រូទេវតាតូចត្រឡប់មកវិញភ្លាមមានរឿងអីតើមានរឿងអីកើតឡើងចំពោះលោកតាទៀតហើយមិនមែនទេគឺជាងហ្សែនដងនិងកូនប្រុសគាត់កំពុងមកខ្ញុំខ្លាចថាបើពួកគេដឹងថាលោកតាមិនអីពួកគេនឹងធ្វើអាក្រក់ដាក់គាត់ចាស់ខ្ញុំនឹងត្រឡប់ទៅវិញភ្លាមយីវែងទៅផ្ទះជាមួយខ្ញុំមួយផ្លែតបាទហេនឈូតាមានរឿងអ្វីកើតឡើងគ្មានអ្វីទេអ្នកសម្រាប់នៅផ្ទះឲ្យបានល្អទៅថ្ងៃនេះកុំទៅក្រុមហ៊ុនអីលោកតាលោកយាយពួកយើងមកវិញហើយលោកគ្រូទេវតាតូចមកដល់ហើយសូមស្វាគមន៍ហើយអ្វីគ្មានអ្នកណាស្វាគមន៍ខ្ញុំសោះអញ្ចឹងគេជាភ្ញៀវឯងជាម្ចាស់ផ្ទះស្វាគមន៍ឯងធ្វើអីលោកគ្រូទេវតាតូចថ្ងៃនេះដែលអញ្ជើញអ្នកមកគឺដើម្បីការពារសុវត្ថិភាពគ្រួសារយើងបន្តិចទៀតជាងហ្សែនដងនិងកូនប្រុសរបស់គាត់នឹងនាំគ្រូពេទ្យមកជាមួយលើកនេះពួកគេមកដោយមានបំណងមិនល្អទេពេលដែលពួកគេដឹងថាជាតិពុលនៅក្នុងខ្លួនរបស់ខ្ញុំត្រូវបានបន្សាបពួកគេច្បាស់ជារកវិធីសម្រាប់ខ្ញុំមិនខានឥឡូវនេះរាងកាយរបស់ខ្ញុំនៅមិនទាន់ជាសះស្បើយទាំងស្រុងទេដូច្នេះសូមឲ្យអ្នកមកជួយឃ្លាំមើលគ្មានបញ្ហាទេប្អូនថ្លៃខ្ញុំបានអញ្ជើញគ្រូពេទ្យដែលពូកែខាងបន្សាបជាតិពុលបំផុតនៅទីក្រុងយ៉ែងឆេងមកជួយគាត់ចុះគាត់ច្បាស់ជាអាចសង្គ្រោះយ៉ែនណែនបានអរគុណបងប្រុសធំសូមអញ្ជើញយ៉ាងម៉េចហើយចម្លែកណាស់ហើយអ្វីជាពលក្នុងខ្លួនលោកប្រុសទី2យ៉ែងបាត់ទៅណាអស់ហើយមិនគួរអញ្ចឹងសោះមានន័យថាម៉េចមានន័យថាជាពលនៅក្នុងខ្លួនរបស់គាត់ត្រូវបានបន្សាបហើយឯងហេតុអ្វីអញដឹងខ្លួនហើយតើអញភ្ញាក់ផ្អើលណាស់មែនទេហេតុអ្វីខ្ញុំមិនត្រូវបានអញបំពោដល់ស្លាប់រ៉េនណែនខ្ញុំមិនដឹងថាអញកំពុងនិយាយពីអ្វីទេខ្ញុំជាបងប្រុសបង្កើតរបស់អញណាតើខ្ញុំអាចបំពោឯងដល់ស្លាប់យ៉ាងម៉េចទៅបានហើយយ៉ែងហ្សែនដងអញកុំធ្វើពុតទៀតអីតើអញមិនសង្ឃឹមតាំងពីយូរមកហើយថាឲ្យតែខ្ញុំនឹងឈៀវឈើស្លាប់បាត់ទៅអញអាចដណ្ដើមតំណែងគ្រួសារយ៉ែងបានមែនទេរ៉េនណែនខ្ញុំមិនដឹងថាអញកំពុងនិយាយពីអ្វីទេមកដល់ពេលនេះហើយអញកុំលាក់បាំងទៀតអីតើអញកំពុងគិតថាពេលនេះខ្ញុំគ្មានកម្លាំងកំហែងល្អបំផុតសម្រាប់អញដណ្ដើមអំណាចមែនទេពេលអញដឹងថាជាតិពុលក្នុងខ្លួនខ្ញុំត្រូវបានបន្សាបតើអញអាចលើកលែងឲ្យខ្ញុំទេ
តានរណាជាអ្នកបន្សាបជាតិពលរបស់យើងចឹងតាគាត់ដឹងពីផែនការដែលខ្ញុំលាក់ទុកជាច្រើនឆ្នាំដោយរបៀបណាប៉ុន្តែមានមួយប្រយោគដែលគាត់និយាយត្រូវឥឡូវនេះទោះបីជាជាតិពលរបស់គាត់ត្រូវបានបន្សាបក៏ដោយក៏រាងកាយរបស់គាត់មិនទាន់ជាសេះស្បើយទាំងស្រុងដែររហូតតតែគាត់ជាសេះស្បើយទាំងស្រុងឪពុកនិងកូនយើងច្បាស់ជាមិនអាចទល់នឹងគាត់បានទេអាយហេតុអ្វីឯងត្រូវដឹងខ្លួនមកវិញបន្តស្លាប់ដោយស្ងប់ស្ងាត់បែបនេះមិនល្អទេទីបំផុតឯងលែងធ្វើពុតហើយរ៉េនណែនឯងក៏ចាស់ណាស់ទៅហើយកូនប្រុសក៏ស្លាប់បាត់ទៅហើយគង់តែនឹងត្រូវរៀបការនាងនៅតែនៅចាំផ្ទះត្រកូលចាំងធ្វើអីទៀតចាំងចិនតុងខ្ញុំសួរលោកគ្រោះថ្នាក់កាលពីឆ្នាំនោះតើវាជាស្នាដៃរបស់លោកមែនទេត្រូវហើយគឺខ្ញុំហេតុអ្វីទៅនោះគឺជាក្មួយប្រុសបង្កើតរបស់លោកប្រសិនបើគាត់មិនស្លាប់ទេតើគ្រូសាចាំងអាចធ្លាក់មកក្នុងដៃពូកូនយើងយ៉ាងម៉េចអញ្ចឹងគាត់ត្រូវតែស្លាប់ចាំងចិនតុងលោកសងជីវិតកូនប្រុសខ្ញុំមកវិញតាមពិតទៅគឺលោកអ្នកសម្លាប់ប៉ាម៉ាក់ខ្ញុំចាំងចិនតុងដើម្បីអំណាចលោកសំបីតែមនោសញ្ចេតនាក៏មិនខ្វល់ដែរមែនទេតាំងពីតូចខ្ញុំច្រណែនអ្នកដែលពូកែជាងខ្ញុំធំឡើងអ្នកនាំគ្រូសាចាំងទៅរកភាពរុងរឿងចុះខ្ញុំវិញអាចត្រឹមតែលាក់ខ្លួននៅក្នុងជ្រុងងឹតតើដោយសារអ្វីទៅតើដោយសារអ្វីទៅបានអ្វីទាំងអស់នេះជារបស់អ្នកហើយខ្ញុំគ្រាន់តែជាកូនប្រុសច្បងនៃគ្រូសាចាំងច្រើនឆ្នាំមកនេះខ្ញុំគិតថាខ្ញុំមិនបានធ្វើខុសចំពោះលោកទេប៉ុន្តែខ្ញុំមិននឹកស្មានសោះថាអ្នកចង់ដាក់ខ្សែស្រឡាយខ្ញុំឲ្យស្លាប់ចិត្តរបស់អ្នកពិតជាខូខើពេកហើយមនុស្សមិនខូចខើឈោមិននឹងទេចាំងចិនណានកុំនិយាយច្រើនថ្ងៃនេះគឺជាថ្ងៃស្លាប់របស់អ្នកពេលអ្នកស្លាប់គ្រួសារចាំងទាំងមូលគឺជារបស់ឪពុកកូនយើងហើយចាំងចិនតុងលោកគិតថាលោកអាចឈ្នះមែនទេខ្ញុំពិតជាគិតមិនចេញទេលោកនៅសល់សង្ឃឹមអ្វីទៀតបើសិនខ្ញុំហ៊ានហៅអ្នកចូលមកខ្ញុំមានទំនុកចិត្តមែនទេចាំងចិនណានអ្នកវិតម្លៃខ្លួនឯងខ្ពស់ពេកហើយបើសិនអ្នកមិនទាន់ពោលមិនទាន់របួសខ្ញុំទទួលស្គាល់ថាពិបាកនឹងឈ្នះអ្នកមែនប៉ុន្តែឥឡូវនេះមិនដូចគ្នាទេម្យ៉ាងវិញទៀតដើម្បីធានាថាមិនមានអ្វីខុសខ្ញុំក៏បានអញ្ជើញអ្នកខ្លាំងម្នាក់មកដែរប្រធានហ៊ានបង្ហាញខ្លួនមកម្ចាស់គ្រូសាចាំងមិនជួបគ្នាយូរហើយប្រធានហ៊ានសមាគមហ៊ីមីងរបស់ពួកលោកពិតជាចង់ដើរផ្លូវងឹតមែនទេគ្មានផ្លូវទេគេឲ្យច្រើនពេកហើយសមាគមហ៊ីមីងយើងមិនអាចបដិសេធបានទេតែចាំងចិនតុងផ្ដល់អត្ថប្រយោជន៍ប៉ុន្មានដល់លោកបានជាលោកលះបង់ជីវិតសម្រាប់គេម្លេះបន្ទាប់ពីគ្រប់គ្រងគ្រូសាចាំងទ្រព្យសម្បត្តិ1/3របស់គ្រូសាចាំងពិតជាមិនអាចបដិសេធបានទេលោកលេងខ្ញុំមកខ្ញុំឲ្យទ្រព្យសម្បត្តិពាក់កណ្ដាលរបស់គ្រូសាចាំងតើលោកយកព្រមទេចាំងចិនតុងដើម្បីដណ្ដើមអំណាចគ្រប់គ្រងគ្រួសារចាំងលោកហ៊ានលក់ទ្រព្យសម្បត្តិ1/3នៃគ្រួសារចាំងអ្នកពិតជាមនុស្សអាក្រក់មែនចាំងចិនណានលោកចិត្តស្លាប់ហើយនៅគិតរឿងអស់នេះធ្វើអីទៀតនេះមិនមែនជារឿងដែលអ្នកត្រូវបារម្ភទេល្អណាស់អ្នកដើម្បីដណ្ដើមអំណាចសហការជាមួយអ្នកក្រៅដើម្បីបំបែកគ្រួសារចាំងតើអ្នកមានមុខទៅជួបដូនតាទេមនុស្សមិនគិតប្រយោជន៍ខ្លួនឯងគឺខុសហើយចាំងចិនណានអ្នកក៏មិនអាចយករបស់ទាំងនេះមកសង្កត់សង្កិនខ្ញុំដែរខ្ញុំមិនខ្វល់ទេខ្ញុំគ្រាន់តែចង់រីករាយជាមួយអារម្មណ៍នៃការគ្រប់គ្រងអ្វីទាំងអស់ទៅឲ្យបានសុខចុះពេលលោកទៅបាត់ខ្ញុំនឹងមើលថែប្អូនស្រីហើយនឹងសៀវស្វីឲ្យបានល្អចាំងចិនតុងលោកជាមនុស្សអាក្រក់លោកនឹងស្លាប់យ៉ាងវេទនាបើហ៊ានធ្វើហើយគឺមិនស្ដាយក្រោយទេសៀវស្វីពេលខ្ញុំខ្លាចជាម្ចាស់គ្រួសារចាំងខ្ញុំនឹងរៀបការនាងឲ្យទៅគ្រួសារល្អមួយដល់ពេលនោះនៅអាចយកផលប្រយោជន៍ខ្លះមកឲ្យគ្រួសារចាំងយើងវិញទៀតចំណេញទាំងសងខាងយកសពទៅថាតើយកសពឬអត់ឆាប់នេះពួកឯងនឹងដឹងហើយប្រធានហ៊ានចុះដៃទៅបន្ទាប់ពីសម្រាប់ចាំងចិនណានហើយខ្ញុំនឹងឲ្យយកទ្រព្យសម្បត្តិ1/3របស់គ្រួសារចាំងម្ចាស់គ្រួសារចាំងសុំទោសផងខ្ញុំក៏ដោយសារបង្ខំចិត្តដែរយីហ្វឹងពូកែម្លងច្បាស់ជាអាចជួយលោកតាបានពួកលោកមិនចង់ដឹងទេថាអ្នកណាជាអ្នកបន្សាបជាតិពលក្នុងខ្លួនខ្ញុំតើជានរណាតែអាចបន្សាបជាតិពលរបស់ខ្ញុំបានតាចាងគឺខ្ញុំឯងជានរណាខ្ញុំជានរណាមិនសំខាន់ទេជីទូទៅពួកគេហៅខ្ញុំថាមនុស្សខូចឥឡូវខ្ញុំជាអង្គរៈរបស់ចាំងជីនស្វីលោកតាចាងជានាយកចុះខ្ញុំបើសិនពួកគេមានរឿងអីតើអ្នកណាបងលុយឲ្យខ្ញុំអញ្ចឹងបើសិនពួកលោកចង់ធ្វើអាក្រក់ដាក់ពួកគេខ្ញុំនឹងមិនយល់ព្រមទេអង្គរៈតូចតាចម្នាក់ហ៊ានមកលុកដៃទីនេះធន់នឹងការរស់នៅមែនទេហាតើអ្នកបន្សាបជាតិពលនេះដោយរបៀបណាបន្សាបជាតិពលមិនមែនជារឿងសាមញ្ញទេប្រធានចាំងក៏និយាយច្រើនជាមួយគេនៅទីនេះលោកសម្រាប់ចាំងចិនណានទៅខ្ញុំទៅចាប់មេនោះយកទៅវិញហើយសួរចម្លើយឲ្យតែមិនជឿថាសួរមិនចេញបើមិនប្រាប់អញ្ចឹងទុកឯងមិនបានទេហេគ្រាន់តែមានកម្រិតសៀនធាន2នាក់សោះក៏ហ៊ានមកប្រហើននៅមុខខ្ញុំដែរតើឯងជានរណាឯងធ្វើអីដាក់ខ្ញុំហេតុអ្វីកម្ដៅកម្ដួលអញ្ចឹង
មិនអាចទេឯងគ្រាន់តែជាសន្តិសុខតូចតាចម្នាក់សោះហើយដើម្បីបានជាមានសមត្ថភាពខ្លាំងម្ល៉េះហ៊ានត្រួតត្រាពួកយើងទាំងពីរនាក់បានក្នុងមួយព្រឹកភ្នែកចាំងចិនតុងប្រធានហ៊ានមានពាក្យមួយឃ្លាតើពួកលោកមិនដឹងទេមនុស្សនៅមានអ្នកពូកែជាងភ្នំនៅមានភ្នំខ្ពស់ជាងសមត្ថភាពរបស់ទេវតាតូចមិនមែនពួកលោកអាចប្រៀបធៀបបានទេមានគេនៅខ្ញុំមើលថានរណាហ៊ានដោះស្រាយជាមួយគ្រួសារចាំងយើងលោកនិយាយថាចាំងចិនណានជានាយករបស់លោកគាត់ស្លាប់ទៅគ្មានអ្នកណាបងលុយឲ្យលោកទេគាត់ឲ្យប្រមាណសមាគមហ៊ីមីងរបស់ខ្ញុំនឹងឲ្យលោកទេ5ដងចាំងចិនណានឲ្យលោកប្រមាណខ្ញុំនឹងឲ្យលោក2ដងឲ្យតែលោកតាមខ្ញុំធានាលោកនឹងទទួលបានច្រើនជាងនេះយីវឹងសន្យាថានឹងការពារខ្ញុំច្បាស់ជាមិនដូចចិត្តទេលោកគ្រូធ្លាប់បង្រៀនខ្ញុំមនុស្សល្អស្រឡាញ់លុយត្រូវរកតាមផ្លូវត្រូវខ្ញុំទោះជាស្រឡាញ់លុយប៉ុន្តែក៏មិនមែនយកលុយអ្នកគ្រប់គ្នាដែរមែនហើយទេវតាតូចជាមនុស្សបែបណាតែគ្រាន់តែផលប្រយោជន៍បន្តិចបន្តួចរបស់ពួកលោកអាចបញ្ឆោតគាត់បានទេខ្ញុំប្រាប់ពួកលោកកុំសង្ឃឹមអីមានទេវតាតូចនៅគ្រួសារចាំងរបស់យើងនឹងឈរនៅមិនចាញ់ជារៀងរហូតសមាគមហ៊ីមីងជាកម្លាំងធំជាងគេក្នុងពិភពនៃទីក្រុងយ៉ាងចឹងឲ្យតែលោកចូលរួមជាមួយសមាគមហ៊ីមីងខ្ញុំអាចឲ្យលោកអង្គុយតំណែងអនុប្រធានមិនត្រូវការទេខ្ញុំយល់ព្រមឲ្យលោកទ្រព្យសម្បត្តិពាក់កណ្ដាលរបស់គ្រួសារចាំងមិនត្រូវការទេចុះលោកចាប់អារម្មណ៍អីលោកចូលចិត្តចាំងជាងស៊ីមែនទេឲ្យតែលោកជួយខ្ញុំធ្វើជាម្ចាស់គ្រួសារចាំងខ្ញុំធានាថានឹងបញ្ជូនចាំងជាងស៊ីទៅលើរបស់លោកទេមិនត្រឹមតែចាំងជាងស៊ីទេគ្រប់ស្អីដែលលោកចូលចិត្តខ្ញុំអាចយកមកឲ្យលោកបានទាំងអស់ចាំងចិនតុងលោកមានសិទ្ធិអីមកបញ្ជាខ្ញុំលោកចាត់ទុកខ្ញុំជាអីជាទំនិញមែនទេចាំងចិនណានស្លាប់ទៅខ្ញុំគឺជាម្ចាស់គ្រួសារចាំងខ្ញុំឲ្យនាងធ្វើអីនាងត្រូវតែធ្វើនឹងខ្ញុំប្រាប់លោកឲ្យដឹងលោកតាខ្ញុំមិនស្លាប់ទេយីហ្វឹងក៏មិនជួយលោកដែរលោករឹតតែមិនបានធ្វើជាម្ចាស់គ្រួសារចាំងយកសពទៅលោកប្អូនប្រុសឲ្យតែប្អូនចូលរួមជាមួយសមាគមហ៊ីមីងបងស្រីជារបស់ប្អូនចង់ធ្វើអីក៏បានទាំងអស់យីហ្វឹងមិនចាញ់បោកពួកឯងទេបានហើយពួកលោកកុំសង្ឃឹមអីទេវតាតូចមិនអាចស្ដាប់ពួកលោកទេលោកតាចាំងអ្នកទាំងពីរអ្នកត្រូវខ្ញុំគ្រប់គ្រងហើយអ្វីដែលនៅសល់ពួកលោកចង់ធ្វើអីក៏ធ្វើទៅខ្ញុំមិនចូលរួមទេអរគុណទេវតាតូចអរគុណយីហ្វឹងជាងស្វីឯងមានន័យថាគ្រោះថ្នាក់ចរាចរណ៍របស់ប៉ាម៉ាក់ឯងកាលពីឆ្នាំនោះមិនមែនជាឧបទ្ទហេតុទេគឺពូថ្មឯងលួចបង្កើតឡើងមែនទេគាត់នៅចង់សម្លាប់លោកតាឯងទៀតលួចដណ្ដើមសិទ្ធិគ្រប់គ្រងគ្រួសារចាំងមែនហើយខ្ញុំក៏មិននឹកស្មានថាចាំងចិនតុងជាមនុស្សបែបនេះដែរខាត់ខ្ញុំពីមុនធ្លាប់គោរពគាត់ម្ល៉េះពិតជាមនុស្សអាក្រក់ពាក់មុខតាក់មែនគ្រួសារអ្នកមាននេះជ្រៅដូចសមុទ្រអញ្ចឹងខ្ញុំស្រាប់តែគិតថាគ្រួសារធម្មតាស្រួលជាងយ៉ាងហោចណាស់ក៏គ្មានការដណ្ដើមអំណាចគ្នាដោយគ្រួសារអ្នកមានដែរសំណាងហើយដែលយីហ្វឹងជួយលោកតាខ្ញុំបន្សាបជាតិពលបើមិនអញ្ចឹងទេខ្លាចតែគ្រួសារចាំងធ្លាក់ក្នុងដៃចាំងចិនតុងបាត់ទៅហើយចំណែកខ្ញុំក៏ត្រូវគេចាត់ទុកជាទំនិញលក់ចោលបាត់ដែរយីហ្វឹងឯងចេះបន្សាបជាតិពលទៀតមែនទេអូពេលនៅភ្នំធ្លាប់រៀនជាមួយលោកគ្រូខ្លះជាតិពលរបស់គាត់គឺខ្ញុំជាអ្នកបន្សាបអ្នកទាំងពីរខ្ញុំទៅងូតទឹកសិនតើលោកពិតជាចេះពេទ្យមែនទេអាចជួយមើលឲ្យខ្ញុំបន្តិចបានទេអ្នកកើតអីមិនស្រួលខ្លួនមែនទេម្សិលមិញពេលដែលយូហេងចង់ប្រើហិង្សាមកលើខ្ញុំបានតោះយ៉ាងខ្លាំងហើយក៏ចៃដន្យឲ្យធ្វើឲ្យក្រិចចង្កេះនឹងក្នុងខ្លួនឯងផ្លូវក៏មានរបួសដែរឥឡូវនេះខ្ញុំមានអារម្មណ៍ថាមិនស្រួលសោះឈឺណាស់ចាំខ្ញុំមើលឲ្យដេកផ្កាប់ទៅចាំខ្ញុំច្របាច់ឲ្យហានេះមិនសូវល្អទេដឹងអូបើអ្នកគិតថាមិនងាយស្រួលទេខ្ញុំក៏អាចផ្សំថ្នាំចិនឲ្យអ្នកដែរក៏អាចជួយឲ្យឈាមរត់ស្រួលបំបត្តិស្នាមជុំបានដែរផឹកកន្លះខែនឹងជាហើយអត់ទេខ្ញុំមិនចង់ផឹកថ្នាំចិនល្វីងបែបនេះទេថែមទាំងត្រូវផឹកកន្លះខែទៀតពិតជាស្រួលខ្លួនមែនហេនចូលពួកគេឈានដល់ដំណាក់កាលនេះហើយមែនទេចុះខ្ញុំគិតយ៉ាងម៉េចទៅខ្ញុំមិនអាចប្រកល់លីវែងឲ្យយាយនឹងទេយីវែងបានប្រាប់ខ្ញុំតថាគាត់ត្រូវទទួលខុសត្រូវចំពោះខ្ញុំប៉ុន្តែបើខ្ញុំចេញទៅលើនេះតើនឹងមានអារម្មណ៍អៀនខ្មាស់ទេហើយមិនក៏ធ្វើនៅបន្ទប់ទទួលភ្ញៀវអីចឹងកំពុងធ្វើអីហ្នឹងហេនឈូអ្នកងូតទឹកហើយពេលហឿងយូហេងចង់ប្រើហិង្សាមកលើខ្ញុំម្សិលមិញខ្ញុំក៏ចៃដន្យឲ្យក្រិចចង្កេះទើបឲ្យយីវែងជួយច្របាច់ឲ្យតាមពិតគឺអញ្ចឹងសោះខ្ញុំស្មានតែពួកអ្នកស្មានថាអីគ្មានអីទេអ្នកប្រហែលជាមិនគិតថាខ្ញុំនិងយីវែងកំពុងធ្វើរឿងនោះទេដឹងអ្នកណាឲ្យអ្នកបញ្ចេញសម្លេងបែបនោះអូយបច្ចេកទេសម៉ាសារបស់គ្រូយីល្អពេកហើយមែនទេចឹងជួយម៉ាសាឲ្យខ្ញុំផងចៃដន្យឲ្យអីពីថ្ងៃនេះខ្ញុំធ្វើការហត់នឿយដែរមិនខ្លាចគេបំពេញទេអីទោះយ៉ាងណាក៏ធ្លាប់ធ្វើរឿងដែលលើសពីនេះទៅហើយមិនខ្លាចរឿងនេះទេអ្នកម៉ាសាលេខ66រីករាយនឹងបម្រើលោកស្រី
យ៉ាងម៉េចដែរឆេនខឺស្រួលខ្លួនទេពិតជាស្រួលខ្លួនមែនយីវែងតើអ្នករៀនវាណីណាខ្ញុំរៀនពីគ្រូខ្ញុំនេះគេហៅថាម៉ាសាថ្នាំចិនអាចជួយឲ្យឈាមរត់ស្រួលបំបត្តិស្នាមជាមបំបត្តិភាពនឿយហត់និងសម្រាប់រាងកាយចឹងចាប់ពីពេលនេះទៅជួយម៉ាសាឲ្យពួកយើងរាល់ថ្ងៃទៅចៃដល់ឲ្យពួកយើងធ្វើការហត់នឿយដែរបានប៉ុន្តែត្រូវបន្ថែមលុយអ្នកចូលចិត្តលុយម្លេះបានម៉ាសាឲ្យស្រីស្អាតពីរអ្នកចាត់ទុកថាចំណេញហើយនៅហ៊ានទាលុយទៀតនឹងហើយបើរឿងនេះលេចចេញទៅមិនដឹងជាមានមនុស្សប្រុសប៉ុន្មានអ្នកនៅយ៉ាងឆេងច្រណែនឈ្នានេះទេទឹកមាត់ម្នាក់មួយដំណក់អាចពន្លិចអ្នកបាននៅចង់បានលុយទៀតប៉ុន្តែខ្ញុំបញ្ចេញកម្លាំងពលកម្មដូច្នេះត្រូវតែបន្ថែមលុយអ្នកលោភលន់លុយអ្នកខ្វះលុយខ្លាំងណាស់មែនទេក្រោយពេលខ្ញុំចុះពីលើភ្នំមកខ្ញុំគ្មានលុយមួយកាក់មួយសេនចុះខ្លួនទេបើមិនបានជួបអ្នកនឹងតាចាស់ជាងទេខ្ញុំប្រហែលជាគ្មានបាយហូបផងចុះអ្នកចង់បានលុយច្រើនម្លេះយកទៅធ្វើអីគ្រូឲ្យខ្ញុំចុះពីលើភ្នំមកឪពុកម្ដាយបង្កើតដើម្បីបញ្ចប់ខ្សែនិស័យគ្មានលុយតើខ្ញុំរកពួកគាត់ដោយរបៀបណាចុះឪពុកម្ដាយអ្នកណីណាធ្វើការអីខ្ញុំមិននឹងដឹងកាលនោះគ្រូបានរើខ្ញុំចេញពីធុងសម្រាមបន្ទាប់មកក៏នាំខ្ញុំឡើងភ្នំហាត់រៀនជាមួយគាត់តាមពិតអ្នកគួរឲ្យអាណិតណាស់ត្រូវឪពុកម្ដាយបោះបង់តាំងពីតូចខ្ញុំមិនគិតថាខ្លួនឯងគួរឲ្យអាណិតទេខ្ញុំរកឪពុកម្ដាយបង្កើតខ្ញុំគឺគ្រាន់តែចង់សួរពួកគាត់ថាហេតុអ្វីបានជាបោះបង់ខ្ញុំចោលប៉ុន្តែទោះបីទទួលបានចម្លើយបែបណាក៏ដោយខ្ញុំនឹងទទួលយកដោយរីករាយបន្ទាប់មកខ្ញុំនឹងត្រឡប់ទៅហាត់រៀនជាមួយគ្រូខ្ញុំវិញមិនសរសើរមិនបានទេយីវិញអ្នកម៉ាសាពិតជាស្រួលខ្លួនមែនយូរហើយមិនបានសម្រាប់បែបនេះអាហាថ្ងៃក្រោយបើអ្នកអស់ផ្លូវដើរទៅបើកហាងម៉ាសាទៅធានាថារកស៊ីមានបានលុយចូលហូរហែឲ្យយីវិញទៅបើកហាងម៉ាសាមែនចុះស្រីនៅយ៉ាងឆេងមិនឈួតអស់ទេអីបើកហាងម៉ាសាដូចជាខ្ជិះខ្ជីទេពក៏សោះពេកទេដឹងឬមួយទុកបំរើឲ្យតែពួកយើងពីរនាក់ទៅវាក៏ត្រូវដែរខ្ញុំរកលុយគឺដើម្បីរកឪពុកម្ដាយបង្កើតខ្ញុំនៅត្រូវត្រឡប់ទៅហាត់រៀនទៀតរកលុយបានច្រើនក៏គ្មានប្រយោជន៍ដែរចុះមិនក៏អ្នកតែងតែទារលុយពីខ្ញុំឥឡូវខ្ញុំគ្មានលុយទេមែនទេពេលចុះពីលើភ្នំគ្រូអ្នកមិនបានឲ្យលុយអ្នកទេអីអត់ទេគាត់ថាគាត់ក៏អត់មានដែរចឹងគ្រូអ្នកក៏កំណាញ់ដែរសិស្សចុះពីលើភ្នំមិនឲ្យមួយកាក់សោះអាហាមែនហើយលោកតាខ្ញុំថាពីថ្ងៃនេះយើងឆេងនឹងរៀបចំពិធីជប់លៀងមួយហាក់ដូចជាមានមនុស្សមកពីគ្រួសារធំមួយនៅមកយកមកទីនេះឲ្យខ្ញុំតំណាងត្រកូលយ៉ែងចូលរួមពួកយើងទាំងពីរនាក់ទៅជាមួយខ្ញុំទៅមនុស្សមកពីគ្រួសារធំនៅមកយកមកទីនេះមកយ៉ាងឆេងធ្វើអីខ្ញុំក៏មិនដឹងដែរយ៉ាងណាក៏ដោយគឺអាចកំបាំងណាស់លោកតាខ្ញុំថាកម្លាំងរបស់ពួកគេខ្លាំងណាស់ប្រាប់ពួកយើងថាទោះមានរឿងអ្វីក៏ដោយកុំទៅប្រមាថពួកគេឲ្យសោះសូមបង្ហាញសម្បត្តិអញ្ជើញបែបណាកញ្ញាយ៉ែងសូមអញ្ជើញចូលមួយនេះឆ្ងាញ់ណាស់សាក់ភ្លុកទៅកញ្ញាយាងតើអាចផ្ដល់កិត្តិយសរំមួយបត់បានទេសុំទោសខ្ញុំមិនចេះរំទេមិនអីទេចាំខ្ញុំបង្រៀនមិនបាច់ទេកញ្ញាសងតើអាចផ្ដល់កិត្តិយសរំមួយបត់បានទេលោកមានន័យថាម៉េចអញ្ជើញឆែនឈូនាងមិនព្រមក៏មកអញ្ជើញខ្ញុំលោកចាត់ទុកខ្ញុំជាអ្វីជាជំរើសទី2មែនទេសុំទោសកុំមករំខានខ្ញុំគ្មានចំណាប់អារម្មណ៍រំជាមួយមនុស្សដូចលោកទេយេសិនវិធីបដិសេធមនុស្សរបស់អ្នកនេះពិតជាធ្វើឲ្យគេរកកំហុសមិនឃើញមែនខ្ញុំមកទីនេះដើម្បីស៊ីផឹកហ្វ្រៃមិនមែនមកធ្វើអីទេមិនមែនមករំទេខ្ញុំមិនចង់រំជាមួយពួកគេទេចុះអ្នកចង់រំជាមួយនរណាយីវិញតើអ្នកចេះរំទេមិនចេះទេគ្រូមិនបានបង្រៀនទេចឹងចាំខ្ញុំរៀនទេខ្ញុំមិនចង់រៀនទេខៀនឈប់ខ្ជិលមនុស្សអ្នកបន្តិចមិនប្រកាន់ទេមែនទេមិនក៏សួរខ្ញុំបើចង់រំក៏រំទៅកុំប្រាប់ណាថាខ្ញុំអាចខត់គាត់មិនឲ្យរំដំបូងអ្នកត្រូវអញ្ជើញខ្ញុំសិនមនុស្សល្មមកម្មមិនឃើញខ្ញុំកំពុងខឹងទេអីម្យ៉ាងទៀតយាយរៀងរំមិនល្អដូចខ្ញុំទេមើលជើងនាងទៅហើយអ្នកនៅមិនឲ្យខ្ញុំបង្រៀនទៀតកញ្ញាយាងតើអាចអញ្ជើញអ្នករំមួយបត់បានទេមិនរំទេផ្ដល់កិត្តិយសបន្តិចទៅចេញទៅឃើញមុខលោកគួរឲ្យធុញណាស់នាងជានរណាបានបដិសេធការអញ្ជើញរបស់មនុស្សជាច្រើនហើយយ៉ែងធានជូមកពីគ្រួសារមួយក្នុងចំណោមគ្រួសារធំទាំង4នៅយ៉ាងឆេងជីចៅស្រីតែម្នាក់គត់របស់មេគ្រួសារយ៉ែងគឺលោកយ៉ែងហ្សាណាថែមទាំងត្រូវបានគេទទួលស្គាល់ថាជាស្រីស្អាតលេខ1នៅយ៉ាងឆេងទៀតផងស្រីស្អាតលេខ1នៅយ៉ាងឆេងគួរឲ្យចាប់អារម្មណ៍ណាស់យ៉ាងម៉េចលោកគ្រូលេខចាប់អារម្មណ៍មែនទេបំភ្លេចវាទៅលើកនេះខ្ញុំមកទីនេះមានរឿងសំខាន់ជាងមិនចង់បង្កបញ្ហាផ្សេងទេ
លោកគ្រូលីកុំបារម្ភអីទោះបីគ្រូសាយ៉ែងជាគ្រូសាមួយក្នុងចំណោមគ្រូសាធំទាំង4នៅយ៉ាងឆេងក៏ដោយប៉ុន្តែកម្លាំងរបស់ពួកគេគឺនៅបាត់តារាងនៅយ៉ាងឆេងនេះគឺគ្រូសាមករបស់ខ្ញុំទេដែលជាអ្នកសម្រេចម្យ៉ាងទៀតថ្មីនេះគ្រូសាយ៉ែងមានបញ្ហាជាច្រើនពួកគេមិនហ៊ានទល់នឹងយើងទេប្រកាសជាគ្មានបញ្ហាទេមែនទេលោកគ្រូលីកុំបារម្ភអីនៅយ៉ាងឆេងនេះគ្មានរឿងអីដែលម៉ាមីងយកខ្ញុំធ្វើមិនបាននោះទេចឹងចាំបន្តិចទៀតនាំនាងមកណែនាំឲ្យស្គាល់ផងល្អមែនហើយលោកគ្រូលីខ្ញុំពិតជាចង់ដឹងណាស់តើមានរឿងអីទៅដែលសាក់សម្លោកគ្រូធំលីមកដល់យ៉ាងឆេងដោយផ្ទាល់នោះខ្ញុំមកទីនេះគឺចង់រងចាំមនុស្សម្នាក់រងចាំមនុស្សរងចាំអ្នកណាលិនយួយខេងកូនស្រីច្បងគ្រូសាលេងដែលជាគ្រូសាលេខ1នៅមកយូតាមពិតគឺជានាងសោះតើគាត់កំពុងធ្វើអ្វីនៅក្រុងយ៉ាងគេនិយាយថាកាលពី20ឆ្នាំមុនគ្រូសាត្រកូលលេនបានបាត់ក្មេងម្នាក់នៅក្រុងយ៉ាងដែលជាប្អូនប្រុសបង្កើតរបស់លេនយួយធៀងឈ្មោះលេនវែងឥឡូវនេះពួកគេចង់ស្វែងរកគាត់ត្រឡប់មកវិញ20ឆ្នាំមុនមិនក៏រកមិនឃើញនៅពេលនោះគ្រូសាលេងស្ថិតក្នុងភាពចលាចលហើយនៅពេលដែលវាស្ងប់ស្ងាត់ប្រហែលជាង20ឆ្នាំមុនពួកគេបានមកក្រុងយ៉ាងដើម្បីស្វែងរកម្ដងហើយមានការរំខានជាខ្លាំងនៅពេលនោះប៉ុន្តែគួរឲ្យអាណិតដែលមិនមានតម្រុយអ្វីសោះឥឡូវនេះលោកតាចាស់គ្រូសាលេនមានបញ្ហាសុខភាពហើយប្រហែលជាមិនអាចរស់បានយូរទេបំណងប្រាថ្នាដ៏ធំបំផុតរបស់គាត់គឺចង់ឃើញលេនវែងលេនយូយធៀងចង់ជួយលោកតាឲ្យសម្រេចបំណងរបស់គាត់ដូច្នេះគាត់ហ៊ាននឹងមកក្រុងយ៉ាងម្ដងទៀតដើម្បីស្វែងរកប្អូនប្រុសរបស់គាត់ដែលបាត់ខ្លួនជាយូរមកហើយគឺអញ្ចឹងសោះប៉ុន្តែ20ឆ្នាំហើយរកមិនឃើញទេពេលនេះប្រហែលជារកមិនឃើញទៀតទេរកបានឬមិនបានគឺជារឿងមួយប៉ុន្តែយើងត្រូវតែខិតខំឲ្យអស់ពីសមត្ថភាពយល់ហើយដូច្នេះហើយបានជាលោកម្ចាស់វ័យក្មេងឡាយមកក្រុងយ៉ាងជាមុនសិនដើម្បីពិនិត្យមើលស្ថានភាពសម្រាប់កញ្ញាលេនប្រសិនបើខ្ញុំអាចជួយលេងយូយធេងរកប្អូនប្រុសរបស់គាត់ឃើញនោះអាពីពិពារវាងគ្រូសាឡាយរបស់ខ្ញុំនិងគ្រូសាលេននឹងបានជោគជ័យពាក់កណ្ដាលគ្រាន់តែថាតើប្អូនថ្លៃប្រុសដែលបាត់ខ្លួនជាច្រើនឆ្នាំរបស់ខ្ញុំនៅមានជីវិតឬអត់មិនឆ្ងល់ទេដែលលោកម្ចាស់វ័យក្មេងឡាយមិនចង់បង្កើតបញ្ហាបន្ថែមលោកប្រុសឡាយកុំបារម្ភអីចាំមើលតែខ្ញុំចាត់ការរឿងនេះជូនលោកឲ្យច្បាស់លាស់ទៅបានហើយយីវែងអាចឈួតយីវែងអាចអោយយីវែងយេរៀងជាមិត្តសម្លាញ់របស់ខ្ញុំតើខ្ញុំអាចបដិសេធនាងដោយរបៀបណាចុះអ្នកអាចបដិសេធគាត់បានទេខេងខោម៉ែមិញយកមិនក៏នៅម្នាក់ឯងយេរៀងកំពុងបង្រៀនគាត់រំតើអញ្ចឹងពួកយើងទៅដើរលេងនៅទីនោះទៅទេខ្ញុំត្រូវរងចាំគាត់តោះទៅនៅម្នាក់ឯងគួរឲ្យធុញណាស់ខ្ញុំនឹងនាំអ្នកទៅស្គាល់មនុស្សធំមកពីមកយូអាសអោយយីវែងអញមកការពារខ្ញុំមិនអញ្ចឹងមានស្រីស្អាតរំក៏ភ្លេចអស់ហើយបើខ្ញុំបាត់ទៅចាំមើលអញភ័យអត់អញ្ចឹងក៏បានលោកប្រុសឡាយនេះគឺយ៉ាងធៀងធូដែលជាស្រីស្អាតលេខ1នៅក្រុងយ៉ាងហៀនគូនេះគឺជាលោកម្ចាស់វ័យក្មេងគ្រូសាឡាយដែលមកពីទីក្រុងម៉ូយូសួស្ដីកញ្ញាខៀនខូពិតជាស្រីស្អាតលេខ1នៅក្រុងយ៉ាងមែនស្អាតជាងស្រីធម្មតានៅទីក្រុងម៉ូយូទៅទៀតពេលដែលលោកប្រុសម៉ែប្រាប់ខ្ញុំមិនជឿទេប៉ុន្តែថ្ងៃនេះបានជួបខ្ញុំជឿហើយអរគុណសម្រាប់ការសរសើរហៀនខូលោកប្រុសឡាយបានកោតសរសើរអ្នកយូរមកហើយតោះអង្គុយចុះជេរគ្នាមិនបាច់ទេអ្នកជេរគ្នាទៅខ្ញុំមានណាត់ជាមួយមិត្តភក្តិហើយកញ្ញាខៀនខូមិនដល់មុខមាត់ឲ្យខ្ញុំសោះទៅខ្ញុំគ្រាន់តែមិនសូវចូលចិត្តនៅជាមួយមនុស្សប្លែកមុខស្គាល់គ្នាបន្តិចទៅក៏លែងប្លែកមុខហើយលោកតាស្លប់ប្រាប់ជាមុនហើយថាកុំឲ្យអាអន់ចិត្តដល់មនុស្សធំមកពីមកយូគ្រូសាយ៉ែងមិនទាន់ងើបឡើងវិញទេមិនអាចឲ្យគាត់ខកចិត្តបានឡើយអញ្ចឹងក៏បានអង្គុយចុះត្រូវហើយគឺអញ្ចឹងឯងដែមខាងកាន់ដៃខ្ញុំឯដែមខាងទៀតអោបចង្កេះខ្ញុំរួចរំកិលតាមជំហានរំរបស់ខ្ញុំងាយស្រួលទេគឺអញ្ចឹងមែនទេអូយកុំបោះជំហានធំពេកងាយនឹងជន់ជើងខ្ញុំណាស់អូសុំទោសលើកទី1ហើយហាត់ឲ្យបានច្រើនទៅគឺល្អហើយខេងគូឯណាបងស្រីឆែងខូមិនក៏បាត់ទៅណាហើយមានរឿងអីបងស្រីឆែងគូនេះបាត់ខ្លួនហើយមិនអីទេទីនេះប្រមូលផ្ដុំទៅដោយមនុស្សជាន់ខ្ពស់ភាគច្រើននៅក្រុងយ៉ាងមិនមានរឿងអីកើតឡើងទេឆែងឈប់ប្រហែលជាទៅជែកលេងជាមួយអ្នកស្គាល់គ្នាហើយមិនបានទេខ្ញុំមិនអាចឲ្យនាងពីខ្សែភ្នែករបស់ខ្ញុំឡើយបើមិនអញ្ចឹងទេខ្ញុំមិនអាចការពារនាងបានទេក៏បានអញ្ចឹងយើងបែកគ្នាទៅរកត្រូវតែរកឆែងខូឲ្យឃើញឆាប់ខេងខូកញ្ញាខេងខូកញ្ញាខេងខូខេងខូសុំទោសរកឃើញទេអត់ទេប៉ុន្តែយីវែងអ្នកកុំបារម្ភអីពិធីជប់លៀងបែបនេះជាទូទៅមានបន្ទប់វេបដើម្បីងាយស្រួលឲ្យអ្នករាល់គ្នាទំនាក់ទំនងនិងសហការគ្នាឈានខុសមិនបានសុំជំនួយពីអ្នកទេនាងប្រហែលជាទៅជាមួយអ្នកស្គាល់គ្នាហើយអញ្ចឹងក៏ត្រូវប្រញាប់រកនាងឲ្យឃើញដែរកុំបារម្ភខ្ញុំទៅសួរអ្នករៀបចំកម្មវិធីប្រហែលជារកនាងឃើញហើយនរណាជាអ្នករៀបចំកម្មវិធីលោកម្ចាស់វ័យក្មេងមកមានជាគ្រូសាម៉ែដែលជាគ្រូសាមួយក្នុងចំណោមគ្រូសាធំទាំង4នៅក្រុងយ៉ាងហើយជាគ្រូសាដែលមានអំណាចជាងគេគ្រូសាយ៉ាងនិងគ្រូសាម៉ែតែងតែមានទំនាក់ទំនងល្អខេនឈប់ប្រកាសជាមិនមានរឿងអីទេអូខេតោះទៅរកគាត់ហ៊ានឃើញលេថាថ្មីនេះលោកតារបស់អ្នកពលហើយកំពុងស្វែងរកអ្នកដោះស្រាយជាពលទូទាំងទីក្រុងចាស់មែនហើយក្រុងយ៉ាងជាកន្លែងតូចរកមិនឃើញទេដូរទីកន្លែងទៅរកនៅទីក្រុងម៉ូយូវិញទៅម៉ូយូគឺជាទីក្រុងអន្តរជាតិដ៏ធំមួយហើយចៃដន្យលោកប្រុសលេក៏នៅម៉ូយូដែរហើយគាត់មានឥទ្ធិពលមិនតូចទេនៅទីនោះសូមឲ្យលោកប្រុសលេជួយប្រកាសជាមិនមានបញ្ហាទេឲ្យតែកញ្ញាខៀនឈូបើកមាត់និយាយខ្ញុំមិនអាចបដិសេធបានទេអរគុណមិនបាច់ទេហ
ហ៊ានទូតាមដែលខ្ញុំដឹងស្ថានភាពរបស់គ្រួសារយ៉ាងថ្មីនេះមិនសូវល្អទេមានទាំងការកើនឡើងនៃចំនួនផ្ទៃក្នុងនិងការគំរាមកំហែងពីគ្រួសារហ៊ុននៅខាងក្រៅយ៉ាងណាមិញអ្នកបានធ្វើឲ្យហ៊ុនយូហេងពីការទៅហើយគ្រួសារហ៊ុនប្រកាសជាមិនព្រមជប់ត្រឹមនឹងទេពួកយើងនឹងដោះស្រាយវាហ៊ានចូលគុំបន្ទោខ្ញុំដែលនិយាយមិនពីរោះស្ដាប់គ្រួសារយ៉ាងរបស់ពួកឯងឥឡូវពឹងផ្អែកតែលើលោកតាឯងម្នាក់គត់ពេលដែលលោកតាឯងស្លាប់ទៅគ្រួសារយ៉ាងនឹងក្លាយជាចំណីដ៏ឆ្ងាញ់នៅក្នុងក្រសែភ្នែករបស់កម្លាំងជាច្រើនហើយមិនយូរប៉ុន្មាននឹងត្រូវគេបែងចែកអស់មិនខានខ្ញុំក៏មិនចង់ឃើញគ្រួសារយ៉ាងត្រូវវិនាសដែរម៉ែមិញយាតាអញចង់និយាយពីអ្វីឲ្យប្រាកដកុំនិយាយវៀងវៃអញ្ចឹងខ្ញុំនិយាយត្រង់តែម្ដងទៅអ្នកនិយាយមកឥឡូវនេះមានឱកាសមួយដែលធ្វើឲ្យគ្រួសារយ៉ាងមានស្ថិរភាពដោយភ្នំថេនៅក្រុងយ៉ាងសំបីតែឈានមួយជំហានទៀតដើម្បីវាដាច់គ្រួសារពីទៀតហើយក្លាយជាគ្រួសារធំទី2នៅក្រុងយ៉ាងវាអាស្រ័យលើថាតើអញអាចចាប់យកវាបានឬអត់ឱកាសអ្វីក្លាយជាអ្នកចំណុះរបស់លោកប្រុសឡើយសំទោសគ្រួសារយ៉ាងរបស់យើងមិនចាំបាច់ក្លាយជាអ្នកចំណុះរបស់អ្នកណានោះទេហ៊ានទូអ្នកប្រហែលជាយកខុសហើយមិនមែនគ្រួសារយ៉ាងទេគឺជាអ្នកខ្ញុំមិនហើយឲ្យតែអញខ្លាយជាអ្នកចំណុះរបស់លោកប្រុសលេខគ្រួសារយ៉ាងអាចខ្លាយជាគ្រួសារធំទី2នៅក្រុងយ៉ាងភ្លាមបន្ទាប់ពីគ្រួសារមករបស់ខ្ញុំហើយមានការគ្រប់គ្រងពីលោកប្រុសឡើយបញ្ហាដែលគ្រួសារយ៉ាងកំពុងប្រឈមមុខនៅពេលនេះនឹងលែងជាបញ្ហាទៀតហើយចុះអ្នកត្រូវការឲ្យខ្ញុំធ្វើអ្វីមិនចាំបាច់ធ្វើអ្វីទេគ្រាន់តែកំដៅលោកប្រុសឡើយម្ដងការធ្វើឲ្យគាត់សប្បាយចិត្តទៅបានហើយសុំទោសគ្រួសារយ៉ាងមិនត្រូវការជំនួយពីអ្នកទេហើយយ៉ាងធាងឈោខ្ញុំក៏នឹងមិនខ្លាយជាអ្នកចំណុះរបស់អ្នកណាដែរខ្ញុំជាមនុស្សមិនមែនជាទំនិញទេហ៊ានចូលអ្នកគិតឲ្យច្បាស់ម្ដងទៀតទៅរឿងនេះមិនមានផលអាក្រក់សម្រាប់អ្នកទេមិនបាច់គិតទេខ្ញុំបដិសេធគ្រួសារយ៉ាងគឺជាការខិតខំប្រឹងប្រែងអស់មួយជីវិតរបស់លោកតាអ្នកមិនខ្លាចថាដោយសារតែគំនិតខុសឆ្គងរបស់អ្នកធ្វើឲ្យគ្រួសារយ៉ាងត្រូវបំផ្លាញក្នុងមួយប៉ព្រិចភ្នែកទេមិនខ្លាចទេខ្ញុំជឿថាលោកតាមិនបន្ទោសខ្ញុំទេកញ្ញាធាងចូលអាចប្រាប់ខ្ញុំពីមូលហេតុបានទេគ្មានមូលហេតុទេខ្ញុំមិនយកខ្លួនប្រាណខ្ញុំទៅធ្វើការដោះដូរទេនេះមិនមែនជាការដោះដូរអីទេតាំងពីខ្ញុំឃើញអ្នកលើកដំបូងខ្ញុំក៏ចូលចិត្តអ្នកបាត់ទៅហើយបែរនៅអញ្ចឹងតើអ្នកនឹងរៀបការជាមួយខ្ញុំទេឃើញទេអ្នកគ្រាន់តែចង់បានរាងកាយខ្ញុំចង់កាន់កាប់ខ្ញុំប៉ុណ្ណោះមិនមែនចូលចិត្តខ្ញុំពិតប្រាកដទេកញ្ញាឈានឈូនិយាយតាមត្រង់ខ្ញុំពិតជាចូលចិត្តអ្នកណាស់គ្រាន់តែខ្ញុំកើតក្នុងគ្រួសារឡើយរឿងរៀបការគ្មានវិធីសម្រេចចិត្តដោយខ្លួនឯងបានទេនេះក៏ជាតម្លៃដែលកូនចៅត្រកូលអភិជនដោយពួកយើងត្រូវបងដែរដោយសារតែជ្រើសរើសទទួលយកនៅសិទ្ធិពិសេសនិងកិត្តិយសរបស់គ្រួសារនោះត្រូវតែគោរពតាមច្បាប់របស់គ្រួសារតាមពិតទៅពេលខ្លះខ្ញុំពិតជាចង់កើតនៅក្នុងគ្រួសារធម្មតាមួយណាស់អញ្ចឹងខ្ញុំអាចមានសេរីភាពក្នុងការជ្រើសរើសស្នេហានិងអាពាហ៍ពិពាហ៍របស់ខ្លួនឯងដោយមិនទទួលរងការរឹតបន្តឹងណាមួយមិនធម្មតាមែនលោកម្ចាស់វ័យក្មេងគ្រួសារឡើយដែលឆ្លងកាត់ស្រីស្អាតរាប់មិនអស់តែមិនជាប់ជំពាក់សម្ដីមួយឃ្លានេះពិតជាមានកម្រិតមែនពូកែខាងបោកប្រាស់ស្រីពិតមែនបើខ្ញុំជាស្រីប្រហែលជាទ្រាំមិនបានលោតចូលអបបាត់ទៅហើយបើអញ្ចឹងមែនចុះហេតុអីលោកប្រុសឡើយត្រូវមកតាមរកខ្ញុំធ្វើអ្វីក្រៅពីយាបការអ្វីដែលកញ្ញាឈានខោចង់បានគ្រាន់តែនិយាយមកខ្ញុំអាចឲ្យអ្នកបានទាំងអស់ហើយខ្ញុំធានាថាឋានៈគ្រួសារយ៉ាងនៅក្រុងយ៉ាងប្រកាសជានឹងកើនឡើងខ្ពស់មិនខានសុំទោសលោកប្រុសឡើយខ្ញុំគិតថាមនុស្សពីរនាក់នៅជាមួយគ្នាគួរតែមានគោលបំណងរៀបការដោយសារខ្ញុំមិនអាចបំពេញតាមតម្រូវការរបស់អ្នកទេអញ្ចឹងយើងមិនចាំបាច់ខ្ជះខ្ជាយពេលវេលានៅទីនេះទេកញ្ញាឈានចូលខ្ញុំពិតជាចូលចិត្តអ្នកណាស់អាចឲ្យឱកាសមួយបានទេមនុស្សដូចជាលោកប្រុសលេគួរតែមិនខ្វះស្រីស្អាតនៅក្បែរខ្លួននោះទេពួកគេសុទ្ធតែជាស្រីធម្មតាមិនអាចប្រៀបធៀបជាមួយអ្នកបានទេសុំទោសខ្ញុំមិនចង់ខ្លាចជារបស់បន្ថែមរបស់អ្នកណាទេខៀនគិតឲ្យច្បាស់ម្ដងទៀតទៅមិនបាច់គិតទេខ្ញុំមិនយល់ព្រមទេលីហើយឈៀនស៊ីនិយាយគ្នាម្ដងទៀតមកមិនចាំបាច់ទេមិត្តខ្ញុំកំពុងចាំខ្ញុំម៉ាមីងយូអញចង់ធ្វើអីឈៀនស៊ីខ្ញុំធ្វើបែបនេះគឺដើម្បីតែល្អសម្រាប់នាងទេខ្ញុំប្រាប់ហើយថាមិនត្រូវការទេសូមអនុញ្ញាតឲ្យខ្ញុំចាក់ចេញទៅសុំទោសថ្ងៃនេះនាងប្រហែលជាទៅមិនបានទេអញចង់ធ្វើអីខ្ញុំបានសន្យាជាមួយលីសាវដើម្បីជួយយកនាងឲ្យគេនាងចាក់ចេញទៅតើឲ្យខ្ញុំយកមុខទៅទុកឯណាវាមិនឈ្នះទេអីចាំអ្នកការពារខ្ញុំមកដល់សិនឈៀនស៊ីមិនអីទេមែនទេមិនអីទេបើអ្នកទាំងអស់គ្នាមិនអាចមកទេនោះទើបមានបញ្ហានរណាគេនឹងចេញទៅឲ្យឆ្ងាយមិនលឺខ្ញុំនិយាយទៅខ្ញុំនឹងនិយាយវាម្ដងទៀតចេញឲ្យឆ្ងាយបើមិនដូច្នេះទេកុំចាក់ចេញឲ្យសោះម៉ាមីងយូពួកគេគឺជាមិត្តរបស់ខ្ញុំមកតាមរកខ្ញុំគាត់ធ្វើអីថាពួកគេជានរណាមិនមានការអនុញ្ញាតពីខ្ញុំហ៊ានចូលមកគឺត្រូវតែស្លាប់ហើយម៉ាមីងយូអ្នកមានសំណាងហើយឈៀនស៊ីមិនអីទេចុះបើឈៀនស៊ីមានបញ្ហាវិញយ៉ាងម៉េចដែរចំពោះគ្រួសារលំដាប់ទៀតដូចជាគ្រួសារឈៀនគ្រួសារម៉ារបស់ខ្ញុំអាចបំផ្លាញបានយ៉ាងងាយស្រួលលើពីនេះទៅទៀតថ្ងៃនេះលីសាក៏នៅទីនេះដែរប្រសិនបើគាត់មានបញ្ហាថ្ងៃនេះអ្នកទាំងអស់គ្នាមិនអាចចេញទៅក្រៅបានទេក្មេងតូចនៅក្នុងទីក្រុងយ៉ាងអញគឺជាមនុស្សដំបូងគេដែលហ៊ាននិយាយមកកាន់ខ្ញុំបែបនេះអញដឹងទេថាខ្ញុំជានរណាដឹងទេថាលីសាជានរណាសូម្បីតែនិយាយថាយើងមិនអាចចាក់ចេញហាពិតជារឿងកំ pl ែងដ៏ធំមួយមែនអ្នកជានរណាក៏មិនអាចផ្លាស់ប្ដូរលទ្ធផលនេះបានទេលីឡាវបំបាក់អវយវៈរបស់គាត់ហើយបោះគាត់ចេញទៅយល់ព្រមស្ត្រី2នាក់ស្នាក់នៅកំពូលអ្នកប្រយុទ្ធវ័យក្មេង
តាលោកប្រកាសទេថាលោកចង់ធ្វើបែបនេះកូនចៅរបស់ខ្ញុំគឺជានរណាម្នាក់ដែលពីប្រគុណហាក់ដូចជាមិនធ្លាប់ពីប្រគុណនេះសោះខ្ញុំសួរលោកម្ដងទៀតតាលោកប្រកាសជាចង់ធ្វើបែបនេះមែនទេចៅវាយវ័យក្មេងរបស់ខ្ញុំទើបតែនិយាយវាតាមធម្មតាមិនចង់ធ្វើជាស្រូវរបស់អ្នកទេលើកទី1ហើយដែលប្រតិបត្តិបញ្ជារបស់ខ្ញុំនៅតែសួរខ្ញុំត្រឡប់មកវិញតើវាអាចថាកម្លាំងរបស់គាត់គឺខ្លាំងជាងលីវឡាវទៅទៀតធ្វើឲ្យគាត់ច្រណែនតើវាអាចទៅរួចយ៉ាងដូចម្ដេចលីវឡាវគឺជាកម្ពុជាអ្នកប្រយុទ្ធតាមានកម្ពុជាអ្នកប្រយុទ្ធវ័យក្មេងបែបនេះនៅលើលោកយ៉ាងដូចម្ដេចឈៀនស៊ីដាំឡើយខ្ញុំចង់ផ្ដល់ឱកាសឲ្យអ្នកហោះហើរខ្ពស់មិននឹកស្មានថាអ្នកមិនចេះស្រឡាញ់ថ្នាក់ថ្នមសូម្បីតែខឹងលីសាវគ្រួសារជៀនរបស់អ្នកគ្រាន់តែរងចាំការបំផ្លាញនៅក្នុងឈីងខេវាជាវាសនាអញ្ចឹងខ្ញុំនឹងបំពេញឲ្យឯងយេហ្វឹងកុំយេហ្វឹងម៉ាមីងយូគឺខុសគ្នាស្រឡះពីហាងយូហ៊ានអំណាចគ្រួសារម៉ាគឺខ្លាំងជាងគ្រួសារហាងប្រសិនបើអ្នកប៉ះគាត់នាពេលអនាគតយើងនឹងស្ទើរតែគ្មានកន្លែងឈរនៅក្នុងទីក្រុងយ៉ាងគ្រួសារជៀនក៏នឹងមានជាប់ពាក់ព័ន្ធផងដែរខ្ញុំអាចដើរចេញបានប៉ុន្តែពួកគេនៅតែត្រូវរស់នៅក្នុងទីក្រុងយ៉ាងគ្រាន់តែចាត់ទុកវាថាមិនអីទេយល់ព្រមខ្ញុំសូមប្រាប់អ្នករាល់គ្នាប្រសិនបើអ្នកហ៊ានប៉ះជៀនឈៀនស៊ីម្ដងទៀតខ្ញុំប្រកាសជានឹងផ្ដល់រង្វាន់ដល់អ្នកដោយកណ្ដាប់ដៃរបស់ខ្ញុំតោះទៅពិតមាត់លីសាវហេតុអ្វីឲ្យពួកគេចាក់ចេញអ្នកដឹងទេអំបញ្ញមិញនេះអ្នកដើរកាត់ទ្វារខ្មោចម្ដងហើយតើអ្នកមានន័យយ៉ាងណាបើខ្ញុំទីមិនខុសទេយុវជនឈ្មោះយេហ្វឹងគួរតែជាកម្ពុជាអ្នកប្រយុទ្ធវ័យក្មេងត្រូវទេលីវឡាវមកខាងទៀតពិតជាកម្ពុជាអ្នកប្រយុទ្ធវ័យក្មេងមែនទើបខ្ញុំមិនវាយប្រហារអំបញ្ញមិញនេះព្រោះខ្លាចវាគ្នាមិនអាចការពារចៅហ្វាយវ័យក្មេងបានតើវាអាចទៅរួចយ៉ាងម៉េចទៅតើគាត់អាចជាកម្ពុជាអ្នកប្រយុទ្ធយ៉ាងដូចម្ដេចមិនខុសទេពិតជាកម្ពុជាអ្នកប្រយុទ្ធវ័យក្មេងគ្រាន់តែឆ្ងល់ថាតើគ្រួសារជៀនរកបានកម្ពុជាអ្នកប្រយុទ្ធវ័យក្មេងបែបនេះនៅណាមិននឹកស្មានថាហ៊ានលុបបំបត្តិខាងយូហ៊ានដោយតសោះអញ្ចឹងតើទើបពួកគេមានការគ្រប់គ្រងនេះគ្រាន់តែដល់អារម្មណ៍ឲ្យខ្ញុំសូម្បីតែគ្រោះថ្នាក់ជាងកម្ពុជាអ្នកប្រយុទ្ធទៅទៀតអ្វីដែលគួរឲ្យខ្លាចបំផុតនោះមិនមែនជាយុវជនម្នាក់នោះទេគឺអ្នកដែលនៅពីក្រោយគាត់តើមនុស្សប្រភេទណាទើបអាចបណ្ដោះកម្ពុជាអ្នកប្រយុទ្ធវ័យក្មេងបានយេហ្វឹងឯងប្រហែលមិនខឹងខ្ញុំទេមែនទេហេតុអ្វីខ្ញុំត្រូវខឹងឯងខ្ញុំខត់មិនឲ្យឯងវាយគេខឹងរឿងអីទៅកុំទុកក្នុងចិត្តអីខ្ញុំមិនខ្វល់ទេឯងមិនខឹងគឺល្អហើយខ្ញុំខ្លាចឯងខឹងហើយមិនអើពើនឹងខ្ញុំធ្វើម៉េចនឹងកើតទៅអរគុណនេះជាអ្វីដែលខ្ញុំគួរធ្វើឈៀនស៊ីយើងទើបតែធ្វើបាបគ្រួសារម៉ានិងលីសាវនោះយើងចាក់ចេញឲ្យលឿនទៅប្រសើរជាងឈៀនស៊ីយ៉ាទីងយូរហើយមិនជួបវៃមិនឯងនៅទីនេះវៃទៅមកដល់មិនខ្ញុំមិនឃើញឯងខ្ញុំកំពុងជាជាមួយបងប្អូនស្រីពីរបីនាក់នៅទីនោះតោះទៅជិះគ្នាលេងអូទេយើងហៀបនឹងចេញទៅហើយអូយខានជួបគ្នាយូរហើយទីបំផុតបានជួបគ្នាតោះទៅនិយាយគ្នាជាធម្មតាអ្នកគ្រប់គ្នារវល់ខ្លាំងណាស់ពួកយើងជាមនុស្សស្រីជេរគ្នាមនុស្សប្រុសដូចជាឯងមិនគួរមកជាមួយទេធានាថាយើងជាមិត្តល្អគ្រាន់តែនិយាយគ្នាលេងធម្មតាឯងចាំខ្ញុំនៅទីនេះយល់ពោមឈៀនស៊ីតោះទៅបន្ទប់ទឹកជាមួយគ្នាខ្ញុំមានរឿងសំខាន់ត្រូវប្រាប់ឯងយល់ពោមបើអញ្ចឹងខ្ញុំទៅដែរយ៉ាទីងចាំនៅទីនេះសិនយើងមានរឿងសំខាន់មិនអីទេខ្ញុំនឹងត្រឡប់មករកឯងវិញតោះទៅឈៀនស៊ីមិនទាន់ត្រឡប់មកវិញទេបន្ទាប់ពីយូរមកហើយទេខ្ញុំត្រូវទៅមើលនាងទៅមើលឲ្យលឿនឈៀនស៊ីមានរឿងអីមែនទេយេហ្វឹងមិនល្អទេអូកុំទាន់ញ៉ាំអីតើមានរឿងអ្វីកើតឡើងឈៀនស៊ីបាត់ខ្លួនហើយតើអ្នកមិនដឹងថាពួកគេនៅជាមួយគ្នាទេស៊ូវៃបាននិយាយថាមានរឿងសំខាន់ចង់ប្រាប់នាងរួចគេក៏ទៅបន្ទប់ទឹកក៏មិនបានត្រឡប់មកវិញទេចុះស៊ូវៃនោះវិញនាងក៏បាត់ខ្លួនដែរទូរស័ព្ទទេមិនចូលទេឬមួយនាងត្រូវម៉ាមីងយូចាប់យកទៅរកពួកគេរកមើលឲ្យខ្ញុំបញ្ជូនលោកម្ចាស់វ័យក្មេងមកតែខ្ញុំធ្លាប់ប្រាប់អ្នកទេថាខ្ញុំប្រកាសជានឹងផ្ដល់រង្វាន់ដល់អ្នកឲ្យកណ្ដាប់ដៃរបស់ខ្ញុំចុះចំណែកជៀនស៊ីវិញអ្នកមិនបាននាំនាងទៅឆ្ងាយទេយើងមិនទាន់បានឃើញនាងផងជៀនស៊ីទៅស៊ូវៃនាំយកទៅបាត់ហើយពេលនេះមិនដឹងថានាងទៅណាទេតែពិតជាមិនមែនជាស្នាដៃរបស់អ្នកទេអ្នកទាំងអស់គ្នាចេញទៅយើងទើបតែស្នាក់នៅទីនេះមិនបានចេញទៅណាទេនោះពិតជាមិនមែនពួកយើងទេអ្នកទាំងអស់គ្នាស៊ើបអង្កេតឲ្យខ្ញុំឥឡូវនេះប្រញាប់ទៅរកជៀនស៊ីឲ្យខ្ញុំបើរកនាងមិនឃើញគ្មានអ្នកណាអាចចេញពីទីនេះទាំងរស់បានទេអាឡូឆែកមើលទីតាំងជាក់លាក់របស់ជៀនស៊ីឲ្យខ្ញុំបាទចៅហ្វាយវ័យក្មេងតើមនុស្សនេះជានរណាសូម្បីតែលីវឡាវក៏មិនមែនជាគូប្រកួតរបស់គេក្នុងការវាយមួយក្បាច់ដែរឬមួយអាចជាកម្ពុជាអ្នកប្រយុទ្ធគ្រូសាជៀនតើពួកគេបានរកឃើញមនុស្សចម្លែកបែបនេះនៅណាស្ទើរតែសម្រាប់គាត់អំបញ្ញមិញនេះនិយាយមកកុំខ្លាចអីចៅហ្វាយវ័យក្មេងជៀនស៊ីត្រូវបានមនុស្សរបស់គ្រូសាហាងចាប់យកទៅទីតាំងនៅណានៅក្នុងរោងចក្រអេតចៃនៅក្រៅទីក្រុងជៀនស៊ីយេហ្វឹងនេះជាអន្ទាក់ដែលពួកគេដាក់សម្រាប់ឯងយ៉ាងច្បាស់ឯងគួរតែប្រញាប់ចេញទៅ
ទោះបីជាអន្ទាក់ក៏ដោយក៏ខ្ញុំនៅតែមកសង្គ្រោះឯងមិនអីទេមែនទេខ្ញុំមិនអីទេឯងប្រញាប់ចេញទៅឯងពិតជាល្ងងមែនដឹងថាជាអន្ទាក់ហើយនៅតែមកខ្ញុំជាជើហ្វាយនីរបស់ឯងតើវាស័ក្តិសមឲ្យឯងធ្វើបែបនេះទេក្រៅពីទំនាក់ទំនងថៅកែយើងក៏ជាមិត្តល្អនឹងគ្នាដែរលើពីនេះទៅទៀតខ្ញុំនឹងមិនស្លាប់ទេពិតជាមិត្តមែនទេរឿងល្ខោនអារម្មណ៍ល្អមែនរបួសរបស់ហាងយូហ៊ៀនគឺខ្ញុំជាអ្នកវិបើឯងមានក្បាច់អីចូលមកចុះហាងយូហ៊ៀនបានមកក្រុមហ៊ុនរបស់យើងដើម្បីបង្កើតបញ្ហាគាត់បានប្រើកម្លាំងដើម្បីបង្ខំប្រឆាំងនឹងយ៉ាទីងយេហ្វិនគឺខ្ញុំជាអ្នកបញ្ជាឲ្យគាត់ពីប្រហារឲ្យគាត់ទៅខ្ញុំជាអ្នកទទួលខុសត្រូវអ្នកទាំងពីរមិនចាំបាច់ជួបគ្នាទេគ្មានអ្នកណាម្នាក់អាចចាក់ចេញបានទេកូនប្រុសខ្ញុំកំពុងដេកលើគ្រែឥឡូវនេះខ្លាចជាមនុស្សរកជាតិថាតើគាត់អាចញាក់ពីដំណេកក្នុងជីវិតនេះបានឬអត់ជាសំណួរឯងនឹងឬស្គលគ្រូសារបស់យើងដើម្បីធ្វើឲ្យអ្នកចំណាយតម្លៃខ្លាចទេកុំខ្លាចអីអញ្ចឹងគ្រាន់តែស្ដាប់ខ្ញុំទៅបិទភ្នែករបស់អ្នកឲ្យបានល្អហេតុអ្វីបានជាខ្ញុំមានអារម្មណ៍ស្ងប់ក្នុងចិត្តពេលដេកក្នុងរង្វង់ដៃរបស់យីវែងទាំងដែលវាជាស្ថានភាពដ៏គ្រោះថ្នាក់ខ្ញុំជឿថាយីវែងអាចនាំខ្ញុំចេញទៅដោយសុវត្ថិភាពនេះមិនមែនជា Chanchan ទេគាត់គឺជា Grand Master ដឹងយូរពេលហើយមិនអីទេឥឡូវនេះយីខេងយីវែងខ្ញុំមិនអាចប្រគល់ឲ្យអ្នកបានទេអ្នកតើអ្នកមិនតែងតែមិនចូលចិត្តយីវែងទេតែងតែគិតថាគាត់ជាមនុស្សពៀមែនទេឥឡូវខ្ញុំចូលចិត្តគាត់ហើយធ្វើជាមនុស្សពៀក៏មិនមានអ្វីអាក្រក់ដែរចុះខ្ញុំតែងតែចូលចិត្តគាត់តើខ្ញុំគួរធ្វើដូចម្ដេចសាមញ្ញមិត្តសម្លាញ់គឺមិត្តសម្លាញ់ប្តីមិនអាចប្រគល់ឲ្យបានទេយើងប្រកួតប្រជែងដោយយុត្តិធម៌ចូលព្រមលេយ៉ុនវិញកំពុងទូរស័ព្ទមកអាឡូបងស្រីយីខេងលេយ៉ុនវិញតើអ្នកមកយ៉ាងខ្ញុំធ្វើអ្វីតើខ្ញុំមិនមកដើម្បីជួយអ្នកស្វែងរកព័ត៌មានទេមិនចាំបាច់ទេត្រឡប់ទៅមកជាភ្លាមបងស្រីខ្ញុំពិបាកនឹងបានចេញមកណាស់តើខ្ញុំអាចចាំរហូតដល់អ្នកមកដល់សិនត្រឡប់ទៅវិញបានទេមិនបានទេរឿងរបស់ខ្ញុំមិនចាំបាច់ឲ្យអ្នកបារម្ភទេឥឡូវនេះភ្លាមត្រឡប់មកវិញភ្លាមណែបងស្រីយីខេងខ្ញុំបានរកឃើញរឿងដ៏គួរឲ្យចាប់អារម្មណ៍មួយនៅយ៉ាងឆេងមានរឿងអ្វីមានយុវជន Grand Master ម្នាក់សូម្បីតែលោកតាលីវក៏មិនមែនជាគូប្រជែងរបស់គាត់ដែរពិតមែនឬពិតជាប្រកបណាស់តើខ្ញុំហ៊ានកុហកអ្នកយ៉ាងដូចម្ដេចចាំខ្ញុំសិនយោបូអូនប្រុសខ្ញុំមកទីនេះដើម្បីរកអ្នក